ចិត្តអនុគ្រោះចិត្តតែជួយនុកម្ដងកូនចៅបានសម្មាទិដ្ឋិមានសទ្ធាក្នុងបរតនត្រ័យទៅជួយទៅរវល់ដែរហ្នឹងមិនអីទេឲ្យតែកុសលធម៌ចម្រើនឡើងអកុសលធម៌សាបសូន្យទៅគួរនៅគួរទៅគួរខ្សែគប់អីទៅបានហ្នឹងឯងយើងសិក្សាអំពីកុសលចិត្តមានការចម្រើនទៅហើយមានទិសដៅណាកុសលហ្នឹងមានទិសដៅឆ្ពោះទៅរកវិវេកហ្នឹងឯងឧបធិវិវេកគឺព្រះនិព្វានចឹងផ្ញើប្រកាសអីតាមអំប្រុសទៅបាយទឹកអីសំណាក់សម្រាអីគេនៅម្ចាស់មុនទៅម្ចាស់ព្រះបញ្ញាចុតតោកិច្ចការងារធម្មទានហ្នឹងពុទ្ធបរិស័ទទៅថ្ងៃសុក្របនថ្ងៃសុក្រហ្នឹងដល់ព្រះវិហារហើយហួសព្រះវិហារផ្លូវចូលទៅហាងប្រាសាទកោះកេរហាងពោ5000ហ្នឹងគ្រាន់ចូលទៅទឹកដីស្រុកគូលែនហ្នឹងហើយបានយើងរៀនថ្ងៃសៅរ៍អាទិត្យហ្នឹងទៀតទៅស្អែកយើងរៀនធម្មតាថ្ងៃពហុឯហ្នឹងប៉ុណ្ណាហើយមានសំណួរច្រើនដែរមើលក្នុងអបទានតិចសិនទៅព្រោះមានប្រកាសថាផងដែរបេដក76បន្តពីព្រះនាងយសោទរាមកក៏មានស្ត្រីច្រើនទៀតណាយើងមើលតាមនឹងទៅដែលចេញបានមកបួសសម្រាប់ព្រះរហ័តជាវគ្គជាពូហ្នឹងច្រើនរហូតបានមកដល់ព្រះនាងសង្កេលមេតាហ្នឹងហើយបន្ទាប់ពីព្រះនាងយសោទរាមកមានព្រះភិក្ខុនីច្រើនណាហ្នឹងឯងចេញទៅបួសតាមព្រះអង្គហ្នឹងដែលអ្នកនៅគួរកបិលផោះទៅបួសហ្នឹងឯងពោលក្នុងអបទានហ្នឹងរហូតមកដល់តពោ217ប្រមាណ2បន្ទាត់ខាងក្រោមនេះសង្គាលកៈសង្គាលមេតាធេរិយាបទានចឹងរំលងឧបលៈគិកាថ្វាយការឈូកក៏នាងស្តៀងមុនដែរមើលតាមនឹងទៅហើយសង្គាលកៈមេតាចូលក្នុងអេតតកៈភិក្ខុនីចឹងហ្នឹងហើយចឹងក៏ល្បីពនាមនៅប្រហែលអង្គទៀតស្ទើរ3តទៅហ្នឹងហើយស្អែកទៅយើងចូលទៅព្រះនាងសុកាធេរិយាបទានទៅក៏មានក្នុងប្រធេរីគាថាមានប្រគាថាបន្តិចអីផងទៅហ្នឹងហើយព្រះនាងសង្កេលមេតានេះក៏មានប្រគាថា3ប្រគាថានៅក្នុងអបទាននឹងឯងធ្លាប់មើលចាំមកក្នុងសកសង្យុត្តគាថាដែល
anh Paul thầm đài xa đà đây bọt sau một bột thẻ có thẻ năng này bàn tất cả tề bọt này than tai và tầng năng miền vua miền xạ mình lư vàng ấy cho bề chia bề sao ta banอย่างแล้วก็สกัดเทวรีโพลสาอย่างพวกก้นดาวพลาอัตเพียปีมนุษย์ได้คำสัตย์เกรย์ครอนบาพอละบาก็จะประมาทเมื่อเงยเปรียบเทียบกับปุตการคลวงชื่อหนุ่มมอดาวใส่ตามเพลย์เพื่อเอาเนี่ยมันปงแต่ราธรรมดาหลวงหลวนั้นเนี่ยปีเด็กหลวนั้นอันเมียนชั่วโมงถ้าสับปดแทะกัดแทะนั่นกัดการขลุ่งกัดแทะสับปดแทะบ้านใดแต่เนี่ยปีเด็กหลวพวกไอ้เด็กหลวสรุปนั้นเนี่ยโดยซากดใส่ตามเพลย์นั่นเมียนชั่วโมงตามเกยาบอกกอดนั่นเองกันนะบ้านอุปนิสัยเมียนเจ้าแต่การบวชเวรวันดับตะโททำไรสาวตาปัตตภาบ้านแต่การทานตาบัดตังไอ้โดยถ้าฟลอปแต่จีเนี่ยใครครอไอ้เมาชั้งนะนั่นแหละกะเทวรีก็บานทำได้ใบเขียธานั่งเอาเตวบอดเตติดานั่งบานเชียบปีกุนลำไลในสัตย์เซลในสัตย์น้องเปรียตธากดเซลที่อะไรอย่ากรรมแต่เซลไอ้นั่งภาษาโตขนมภาษาให้นั่งเมียนติดไถ่ตรองกุนบุญนั่งให้ขนมสังเกตละเมียดาเทริยาปเตียนนี้พระพุทธองค์พระสมมาสัมพุทธปัตตมุตตระพระองค์ตรวงประกาศสำได้ขนมเลยเนียบสามบุญนะเธอเนี่ยพระเจ้าเนี่ยใส่ประเนียมปัตตมุตตระตรวงดาวในไตรในทัวจังปวงเจนิโยตรงการล้างขนมกับตีมุยไซน์อันปีพอดกับนี่การนุขยำการนองตะโกละมาได้รงเรื่องดาวไก่เสงดอกสะดอมแต่ลมแต่เลี้ยเมียนตรับจราในขนมดอกโกหังสะวัตไตยำบานเตยจะมุยนังใบดาเมียนหาจวนเจ้ามโรมบานสดับในประทัวระบอกเปรสมาสัมพุทธให้กับบานโจแต่กันเปรียบนัวลูกยำบัวรุ่ยให้บานวีในบาปกรรมโดยกายเลี้ยบังเวใจตุจริตให้ก็จุ่มเร่ในอาชีเวะยำเฉลี่ยคลาจำพวกเปรสมาสัมพุทธเปรียบทัวนั่งประซังเมียนจากใดก็รบดอกเคลียวคลาประกอบนองกาสดับในเปรสทอมเตียงประกอบโดยก็ได้อะไรจำเคยในประพุทธเกลียนุกยำบานลือในที่ขดไหนดอประสาเลิกเจียงปุที่ขดไหนได้เมียนสัตย์สุขส่วนสัตย์ที่หมดตานั่งอาเกียงเดี๋ยวอาเกียงสัตย์ที่หมดตานั่งเรียนนุขยำบานลือในที่เกิดในดับประสาเลิกเจียงปุที่เกิดในได้เมียนสัตย์สับสวนยำปรารถนาในตำแหน่งนุบานบ่มเป็นในไตรสิกขาลำดับนุเปรียสกุดเมียนอัจเจียสไรปปริตตามจิตใดการณาตรงตรัสในยำท้าบุคคลนาเมียนสัตย์มันหยอบยัวดำกอลมอมขนมตถากุดบุคคลนะเมียนไซลอจะตีเป็นจัดในประเดี๋ยวเยอะได้เนี่ยปลายศึกษาให้บุคคลนะเมียนติกได้เฉลี่ยคลาเมียนกาเคยตรองขนมประสงค์
តថាគតត្រាស់ហៅនៅបុគ្គលនោះថាជាអ្នកមិនតល់ក្រទាំងជីវិតរបស់បុគ្គលនោះក៏មិនសោះសូន្យហេតុនោះបុគ្គលមានប្រាជ្ញាជាគ្រឿងកម្ចាត់បង់នៅកិលេសកាលរលឹកឃើញព្រះពុទ្ធសាសនាក៏បីប្រកបរឿយនៅសទ្ធាផងសិលផងសេចក្តីជ្រះថ្លាផងការឃើញនៅធัวផងលោកខ្ញុំបានស្ដាប់ព្រះពុទ្ធភាសិតនោះហើយក៏រីករាយហើយក៏បានទូលសួរនៅសេចក្តីប្រាថ្នារបស់ខ្ញុំវេលានោះព្រះលោកនាយកមិនថោកថយមានព្រះគុណរាប់មិនអស់ទ្រង់ជាកោថានាងមានលំអជ្រះថ្លាក្នុងព្រះពុទ្ធនឹងបាននៅតំណែងនោះដែលនាងប្រាថ្នាល្អហើយក្នុងកាប់ទី1សែននិងទីកាប់នេះព្រះមហាបរោះសម្ភពក្នុងត្រកូលនៃស្ដេចអោកាកៈនឹងបានជាសាស្តាព្រះនាមកោតមក្នុងលោកនាងនឹងបានជាអរោះដែលប្រធននិមិត្តហើយជាអ្នកទទួលមរតកក្នុងធម៌នៃព្រះសម្ពុទ្ធនោះជាមេត្តានៃសង្គាលមានុនឹងបានជាសាវិការបស់ព្រះសាស្តាគ្រានោះខ្ញុំបានស្ដាប់នៅព្រះពុទ្ធភាសិតនោះហើយក៏រីករាយមានចិត្តមេត្តាខំបម្រើព្រះជន្មស្រីជាលោកនាយកដោយការប្រណិប័តដរាបដល់អស់ជីវិតនៅក្នុងពុទ្ធនោះហើយបួសហើយក៏ប្រាថ្នាតំណែងឯកតតិកៈហ្នឹងមានសទ្ធាសុខសួនខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយក៏បានទៅកើតក្នុងឋានតាវតឹងដោយកុសលកម្មដែលខ្ញុំបានធ្វើល្អនោះផងដោយការតម្កល់នៅចេតនានោះផងដល់មកបច្ឆិមភពឥឡូវនេះខ្ញុំបានកើតក្នុងករិបិជ្ជបុរីដ៏ដំករិបិជ្ជវិជ្ជប្រែថាក្រោលហ្នឹងហើយបានន័យថាបុរីដែលមានភ្នំព័ទ្ធជុំវិញដូចជាក្រោលគោអញ្ចឹងណាហ្នឹងឯងហើយករិបិជ្ជបុរីដ៏ឧត្តមក្នុងតកូលសិទ្ធិស្ដុកស្ដំទលំទលាយពេលពេញទៅដោយកែវដ៏ច្រើនកូនប្រុសរបស់ខ្ញុំឈ្មោះសង្គាលៈជាអ្នកត្រេកអរក្នុងផ្លូវខុសស្ទុះទៅកាន់ទីសាមញ៉ាំគឺទិដ្ឋិមានចិត្តជាប់ជំពាក់ក្នុងការបូជាទិសតែងនមស្ការទិសផ្សេងតាមបិតាណែនាំពេលដែលបិតាចិត្តស្លាប់ហ្នឹងបិតាហ្នឹងគំនិតល្អទេគិតថាបានជួបព្រះសម្មាសម្ពុទ្ធដែរព្រះអង្គទ្រង់ទូលមានទានបដៅហ្នឹងឲ្យឆ្ងល់ខ្លួនឯងថាទំពះទិសហ្នឹងពិតប្រកបនោះយ៉ាងម៉េចចឹងណាព្រមតាមឪហើយតែវាអត់ច្បាស់ខ្លួនឯងដែរហ្នឹងហើយតែវាមានការយល់ខុសទាក់ទងនឹងការប្រកាន់ទូខ្លួនហ្នឹងវាត្រូវការឲ្យខ្លួនឯងហ្នឹងមានអីបានអីពីលោកនេះទៅវាអត់បានយល់ដឹងហេតុផលហ្នឹងហើយហេតុផលដែលត្រូវបានទីក្តីសុខហេតុផលដែលនាំឲ្យបានរួចផុតចាកទុក្ខហ្នឹងណាអត់មានបដិបទាហ្នឹងក៏យល់ខុសទៅជាមង្គលភ្ញាក់ផ្អើលអីផ្សេងទៅទៀតទៅហ្នឹងហើយយើងនៅមានសកាយៈទិដ្ឋិមែនប៉ុន្តែមានហេតុផលដោយទានសិលភាវនាយើងដូចថាជាការស្វែងរកថ្នាំហ្នឹងហើយអរិយមគ្គជាថ្នាំអញ្ចឹងទៅទានសិលភាវនាហ្នឹងក៏ជាការស្វែងរកអញ្ចឹងទៅឬក៏ថាទានសិលភាវនាហ្នឹងជាដំណើរដែលយើងដើរទៅហើយបានដល់ទិសដៅទៅសម្រាប់លោកកតរៈធัวអញ្ចឹងទៅហ្នឹងគឺទិសដៅបានដល់ការអស់សេចក្តីប្រកាន់ការដាក់ចុះនៅបញ្ញខណ្ឌយើងមានទិសដៅចឹងទៅចេះតែប្រឹងប្រែងជាយាមណាហ្នឹងហើយយើងដឹងថាសិលសមាធិបញ្ញាហ្នឹងហើយជាទីពឹងមានលោកយៈដែលនឹងញ៉ាំងលោកកតរៈឲ្យចម្រើនឡើងហើយមានសេចក្តីអត់ធន់ហ្នឹងជាកម្លាំងរបស់សិលសមាធិបញ្ញាហ្នឹងដោយសន្មតថាអ្នកប្រាជ្ញអញ្ចឹងណាមានសេចក្តីអត់ធន់ជាកម្លាំង
អ្នកប្រាជ្ញទៅតតែអាស្រ័យសិលសមាធិបញ្ញាព្រោះអត់មានតួអត្តាអ្នកប្រាជ្ញឯណាទេបញ្ញត្តិជាបុគ្គលគឺត្រូវបញ្ញត្តិទៅលើសភាវៈធម៌ទៅលើគុណធម៌ជាបណ្ឌិតជាសប្បុរសហ្នឹងឯងជាអ្នកប្រាជ្ញដោយសារគុណធម៌ហ្នឹងឯងមានសិលសមាធិបញ្ញាទៅកម្មយកធัวជាប្រមាណទៅជាបណ្ឌិតសប្បុរសជាអ្នកប្រាជ្ញទៅតាមហ្នឹងអញ្ចឹងសេចក្តីអត់ធន់ហ្នឹងជាកម្លាំងរបស់សិលសមាធិបញ្ញាហ្នឹងឯងព្រោះសិលសមាធិបញ្ញាហ្នឹងគឺជាយុទ្ធវិធីហ្នឹងឯងវិធីប្រយុទ្ធច្បាំងជាមួយនឹងសត្រូវគឺកិលេសកុំតែកិលេសហ្នឹងសិលសមាធិបញ្ញាសម្រាប់លោកកតរៈធัวងាយហ្នឹងដែលមិនងាយហ្នឹងមកអំពីកិលេសnữaសម្រាប់សត្វលោកយើងហ្នឹងហ្នឹងឯងមិនងាយនឹងឆ្លងរួចអំពីអន្លងអោខៈកាមកខៈហូហែដល់ទៅអវិជោខៈហ្នឹងឯងជាសង្គ្រាមរវាងកុសលនិងអកុសលហ្នឹងយោធេធមេរੰបញ្ញាវុធេនៈជីតាញ់រៈខេអនិវេសណោសយាក៏បីច្បាំងជាមួយនឹងកិលេសសមាដោយអាវុធគឺបញ្ញាក៏បីរក្សានៅជំនះដែលខ្លួនបានឈ្នះហើយណាមួយអង្គម្នាក់ហ្នឹងរក្សានៅជំនះហ្នឹងកុំឲ្យចាញ់វិញហើយកុំឲ្យតំអក់នៅក្នុងលោកយៈហ្នឹងទៅដល់លោកតរៈទៅដល់អស់ការប្រកាន់ហ្នឹងណាការប្រកាន់ហ្នឹងគឺមិនកើតឡើងជារៀងរហូតដោយអរិយមគ្គបានជាទិសដៅជាទីបំផុតទុកអញ្ចឹងយើងដឹងថាអ្វីក្នុងโลกនេះវាមានបញ្ហាហ្នឹងឯងតាមរយៈរូបសម្លេងក្លិនរសផដ្ឋពៈហ្នឹងឯងអារម្មណ៍ដែលនាំឲ្យមានរាគៈក៏ត្រូវអត់ធន់អារម្មណ៍ដែលនាំឲ្យមានទោសៈក៏ត្រូវអត់ធន់អារម្មណ៍ដែលនាំឲ្យមានមោហៈក៏ត្រូវអត់ធន់អារម្មណ៍ដែលនាំឲ្យមានការភ័យខ្លាចមាន4ហ្នឹងដែលអត់ធន់ហ្នឹងប្រព្រឹត្តទៅក្នុងអារម្មណ៍ទាំង4ហ្នឹងរាគៈទោសៈមោហៈនិងការភ័យខ្លាចភ័យនៅក្នុងទោសៈហ្នឹងដែរប៉ុន្តែវាមានលក្ខណៈជាការភ័យខ្លាចញញើតញញើមណាមានចិត្តរួញរាមិនហ៊ានប្រព្រឹត្តទៅក្នុងកុសលធម៌ណាហ្នឹងហើយខ្លាចបុណ្យណាហ្នឹងហើយខ្លាចព្រមចរិយធម៌ហ្នឹងណាហ្នឹងហើយវាមានអារម្មណ៍ដែលនាំឲ្យភ័យខ្លាចហ្នឹងក៏ត្រូវអាស្រ័យសេចក្តីអត់ធន់គឺអត់ធន់ជាកម្លាំងរបស់សិលសមាធិបញ្ញាហ្នឹងគឺអត់ធន់ហ្នឹងដើម្បីរក្សាសិលសមាធិបញ្ញាណាហើយវិរិយៈអង្គធម៌ហ្នឹងឯងដូចជាជើងអញ្ចឹងហ្នឹងឯងព្រះពុទ្ធអង្គសម្ដែងប្រៀបទៅនឹងរត់គឺអរិយមគ្គដែលជាលោកតរៈហ្នឹងព្រះអង្គសម្ដែងចក្កវិរិយោហ្នឹងឯងវិរិយៈហ្នឹងគឺជាកង់មាន2ណាព្យាយាមដោយកាយហើយនឹងព្យាយាមដោយចិត្តហ្នឹងឯងមានកង់2ហ្នឹងព្យាយាមដោយកាយប្រព្រឹត្តតាមផ្លូវកាយហ្នឹងឯងដោយការអប់រំប្រកម្មដ្ឋានហ្នឹងត្រូវកំចាត់បងនៅនិវរណៈកំចាត់បងនៅអថៃនមិទ្ធៈប៉ុន្តែវាត្រូវតាកតួងនឹងក្តីជាយាមដោយកាយហ្នឹងក្នុងការនិមន្តចង្ក្រមក្តីគង់សមាធិក្តីធ្វើកិច្ចការងារអីហ្នឹងគឺថាដោយអំណាចនៃការសង្រួមក្នុងចិត្តហ្នឹងឯងជាវ័នដែលញ៉ាំង
កាយទ្វាកាយវិញ្ញាតឲ្យប្រព្រឹត្តទៅនឹងឯងដោយក្តីប្រឹងប្រែងជាយាមផ្លូវកាយហ្នឹងហើយក៏ជាយាមផ្លូវចិត្តប្រព្រឹត្តទៅដោយការអប់រំចិត្តមានក្តីជាយាមកំចាត់បងនៅកាមវិតកៈជាបាតវិតកៈឬហិង្សាវិតកៈហ្នឹងហ្នឹងឯងវិរិយៈសង្វរៈវិរិយៈដែលជាកង់នៃរត់គឺអរិយមគ្គហ្នឹងឯងដោយថាជាជើងចឹងតែជើងដើរយ៉ាងជើងរបស់សិលសមាធិបញ្ញាណាដើរឆ្ពោះពីលោកយៈទៅលោកតរៈធัวវិរិយៈហ្នឹងត្រូវតែធ្វើដំណើរបើយើងព្រៀបពីរឿងធ្វើដំណើរទៅដល់ទិសដៅអីអាហ្នឹងគេថាព្រៀបដោយយើងដើរទៅហ្នឹងឯងប៉ុន្តែក្នុងដំណើរទៅព្រះនិព្វានហ្នឹងវាអត់មានជាដំណើរដោយរូបធម៌ទៅស្រុកនេះស្រុកនោះអីទេគ្រាន់តែថាបរពក្តីជាយាមដោយកាយជាយាមដោយចិត្តចឹងណាប៉ុន្តែតួជើងហ្នឹងជើងដើរហ្នឹងគឺក្តីជាយាមហ្នឹងឯងចឹងហ្នឹងឯងទោះជាអង្គុយនៅស្ងៀមឲ្យតែបរពក្តីជាយាមក៏ឈ្មោះថាជាការធ្វើដំណើរទៅកាន់ព្រះនិព្វានហ្នឹងទៅទិសដៅដោយវិរិយៈជាយាមក្តីអត់ធន់អត់ធន់ជាកម្លាំងរបស់សិលសមាធិបញ្ញាហ្នឹងហើយតើមានកម្លាំងណាបានដើរទៅបានហ្នឹងឯងតែខ្លះអង្គធัวក៏វិរិយៈនឹងដែរហ្នឹងហើយក្តីអត់ធន់ហ្នឹងខន្តីហ្នឹងវាអត់មានខន្តិចេតសិកទេមានតែដូចជាវិរិយៈនឹងចឹងទៅឬក៏អតោសៈណាអធិវាសនៈខន្តីអីហ្នឹងគឺអតោសៈហ្នឹងឯងនឹងអង្គធัวអន្តីចេតសិក52អត់មានខន្តិចេតសិកទេជាកម្លាំងរបស់សិលសមាធិបញ្ញាយើងសិក្សាឲ្យយល់អំពីកម្លាំងរបស់សិលសមាធិបញ្ញាចឹងទៅបានយើងមិនចេះតែដូចថាយើងបន្ទុះតោះជាមួយគ្នានឹងអ្វីៗក្នុងโลกទេណាហ្នឹងឯងម្យ៉ាងយើងក៏មិនយកជាទីពឹងមិនចាប់យកដោយអវិជ្ជាព្រោះអ្វីៗវាជារបស់ក្នុងโลกវាស្ថិតនៅក្នុងការប្រែប្រួលវាមានការមិនទៀងជាម្ចាស់មិនអាចយើងយកជាទីពឹងជាទីសង្ឃឹមឲ្យរួចផុតចាកជាតិជារាមរណៈបានទេណាវាត្រូវលះអវិជ្ជានឹងឯងអ្វីៗក្នុងโลกហ្នឹងណាយើងហ៊ានប្រគល់ឲ្យโลกនេះក៏មកពីយើងរកទីពឹងឃើញតាមរយៈនៃពធัวនេះបរិបត្តិចូលមកដល់សតិប្បដ្ឋានទៅអានយើងដឹងថាការមិនប្រកាន់ហ្នឹងមានការមិនចាប់ប្រកាន់ហ្នឹងឯងទីពឹងហ្នឹងគឺអត់មានជាភពភូមិឋានអត់មានកន្លែងស្អីដទៃទេគឺការលះសេចក្តីប្រកាន់ហ្នឹងឯងដោយបញ្ញាដាក់ទាំងគបហានៈមួយឆេតបហានៈហូតដល់ទៅព្រះនិព្វានជានិសរណបហានៈហ្នឹងឯងការដែលមិនកើតឡើងនៅសេចក្តីប្រកាន់ហ្នឹងដោយអរិយមគ្គហ្នឹងឯងប៉ុណ្ណាហ្នឹងគឺនិសរណបហានៈយើងសម្លឹងឃើញទីពឹងរៀងអង្គរៀងខ្លួនអត់មានអ្នកណាទៅដើមអ្នកណាទេចង់ប្រគល់ឲ្យអ្នកណាក៏អត់បានដែរត្រូវពឹងកម្លាំងសិលសមាធិបញ្ញារៀងខ្លួនដោយអង្គឯងហ្នឹងឯងដល់អញ្ចឹងទៅរឹតតែមានកម្លាំងប្រឹងប្រែងទៅទៀតដោយសារយើងមានសង្ឃឹមមានកម្លាំងចិត្ត
ឆន្ទិកាហ្នឹងហើយសទ្ធាក្នុងបរតនត្រ័យហើយមានឆន្ទៈដែលញ៉ាំងវិរិយៈជាកម្លាំងនឹងឲ្យរឹងរិតតែខ្លាំងក្នុងដំណើរទៅលឿនទៀតនិព្វានៈគមនាងមគ្គខិតបមេវៈវិសោធយេនឹងពុទ្ធរិកាព្រះអង្គសម្ដែងគ្រាន់តែលើកមកដែលព្រះអង្គប្រពចំពោះពនាងបដាចារាណាគ្រាន់តែលើកមកថាការដែលប្រឹងប្រែងទៅកាន់ព្រះនិព្វានឲ្យលឿនហ្នឹងគឺមានណាហ្នឹងឯងខិតបមេវៈណាខិតបាំងអេវៈគឺថាឲ្យលឿនទៅតែម្យ៉ាងហ្នឹងទៅទៀតក្នុងការជំរះផ្លូវវិសោធិយេណាជំរះទៅណាថានិព្វានៈគមនាងមគ្គហ្នឹងណាខិតបមេវៈវិសោធិយេហ្នឹងហ្នឹងគឺដំណើរដែលទៅព្រះនិព្វានហ្នឹងទៅដោយរូតរះហ្នឹងមានគឺណាតែព្រះអង្គសម្ដែងមកត្រាស់មកអញ្ចឹងគឺមានហើយពុទ្ធបរិស័ទយើងអប់រំតែប្រធានគឺទទួលអត្តនឹងទទួលសេចក្តីនឹងបានហើយហ្នឹងហើយរហូតដល់ទៅអស់សង្ស័យដែលព្រះនិព្វានជាទីពឹងនឹងយ៉ាងដូចម្ដេចណាបើអត់មានវេទនាសោយអារម្មណ៍អីចឹងណាហ្នឹងហើយព្រះឧទាយីធ្លាប់ទូលសួរព្រះសិរីបុត្រអត់មានវេទនាសោយអារម្មណ៍ហើយថាព្រះនិព្វានជាសុខមានលោកឆ្ងល់អញ្ចឹងណាហ្នឹងហើយហើយព្រះសិរីបុត្រក៏បានប្រកាសថាព្រោះតែអត់មានវេទនានឹងឯងបានព្រះនិព្វានជាសុខហ្នឹងឯងហើយពុទ្ធបរិស័ទយើងទទួលយកពធមកសម័យសពថ្ងៃហ្នឹងណាហើយយល់សេចក្តីនឹងបានណាយើងមើលគួររីករាយប៉ុណ្ណាយល់សេចក្តីត្រង់ថាអត់មានវេទនានឹងឯងដែលជាសុខសុខហ្នឹងគឺបរមសុខមិនមានទុក្ខកើតឡើងមិនមែនសុខដោយការសោយអារម្មណ៍ទេហ្នឹងហើយហើយយើងត្រេកអរនឹងសេចក្តីសុខនឹងទៀតមកអំពីយើងកំណត់ដឹងវត្តដល់ទុក្ខហ្នឹងវាអត់មានជាទីពឹងរបស់ដែលមិនទៀងគឺជាទុក្ខអត់មែនជាទីពឹងហ្នឹងហើយការដែលយើងដឹងទីពឹងហ្នឹងវាមិនមែននៅក្នុងសេចក្តីសម្គាល់មានខ្លួនយើងទៅបានទីពឹងអីចាំបាច់ត្រូវមានវេទនាសោយអារម្មណ៍មានវិញ្ញាណដឹងអារម្មណ៍អីអត់ទេគឺការដែលកំណត់ដឹងនាមរូបហ្នឹងទៅលះទិដ្ឋិដែលចាប់យកនាមរូបលក្ខណៈរបស់ទិដ្ឋិហ្នឹងគឺប្រកាន់ជាសត្វជាបុគ្គលជាអត្តាណាព្រោះអត្តាសត្វបុគ្គលហ្នឹងវាអត់ស្រាប់មកហើយគ្រប់អង្គគ្រប់គ្នាហ្នឹងគឺបញ្ញត្តិទេវាអត់តាំងពីដើមមកអត្តាហ្នឹងតែវាមានទិដ្ឋិហើយសតិប្បដ្ឋានវាលះទិដ្ឋិហ្នឹងលះការយល់ខុសដោយទិដ្ឋិដ្ឋានហ្នឹងឯងស្ថាបនាអប់រំចម្រើននៅសម្មាទិដ្ឋិដែលយល់ត្រូវហ្នឹងត្រូវក្នុងរូបវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងរូបវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងជាបរមត្តយ៉ាងណាគេថាយល់ត្រូវទៅនៅក្នុងបរមត្តធម៌ហ្នឹងឯងឧជុភូតញ្ចទេសនាំងគុណធម៌ពុទ្ធអង្គសម្ដែងហ្នឹងចាំយើងសិក្សាក្នុងហ្នឹងយើងអានចប់ចឹងទៅណាមិញក៏នឹករលឹកពីរឿងថាយើងឃើញតម្លៃនៃសេចក្តីអត់ធន់ហ្នឹងឲ្យដឹងថាអាហ្នឹងគឺជាកម្លាំងសិលសមាធិបញ្ញាហ្នឹងឯងពីព្រោះបើមិនមានសេចក្តីអត់ធន់ជាកម្លាំងទេគឺណាសិលសមាធិបញ្ញាហ្នឹងវាត្រូវរលំដួលហ្នឹងហើយអញ្ចឹងសេចក្តីអត់ធន់នៃពុទ្ធបរិស័ទយើងហ្នឹងគឺអត់ធន់រក្សាសិលហ្នឹងអត់ធន់ចម្រើនចិត្តដែលស្ងប់និវរណៈធัวអត់ធន់តែចិត្តស្ងប់ទៅគឺចម្រើនបញ្ញាហ្នឹងឯងប្រយោជន៍នៃសេចក្តីអត់ធន់ហ្នឹង
để nòm ở sơ mà thị bà nhà nó miên cùng lắng ban từ đó câu đài nè riêng trong lục nó dân mình ai từ cài ban tha cầm ao chăng nghề nè và đôi tại dân miên trục on trục cái này chăng đó nè riêng trong lục nó dân mình ai từ cài tha cầm ao dạng nâng bàn tề nè hấy riêng trong lục nâng anh để phơi ai nu dương nâng xung bay từ sớm mình từng miền phòng mau pi rom nó đông lốp nâng đôi chỉ rom để nó mới miền ria kia chân từ nâng này tre o sờ bay đi đây nó tới pana để ba Athene tiền cam mê sum cha cha nâng này rồi từ sớm mình từng miền phòng nói lịch luôn được trong lốp nâng nâng này nó rừng khăn lột nó về chẳng từ cái cầm ao chẳng bán đấy về miền Paul Bon về miền Etharom về miền Etharom nhưng này bây giờ cao chiêm nu giờ tê vào đai ấy tôi tiết tới rất là cày lê nhảy rừng khăn lột nó về miền chẳng hay đào từ anh Etharom về tiết tuông nâng rừng để dân tô mà nó về miền lô phệ chỉ Upanishad bạch chạy tổ xã khúc tổ xã thằng nó phải tới tại miền lô phệ nó cứ việc chọp chùm phệ chẳng ban tục cái sớm một tỷ dẹ nó cứ mền tổ xã trên từ sắc cái cứ lô phệ trên từ sắc chỉ tam là hà nó ngày chẳng là tổ xã nó châu mà không tục cái sạch từ mình chỉ tục lời chặt nó cái lề nhảy đại dân miền tục lời chặt miền tô mà nó mà tí dân miền lô phệ chọp chụp phệ là ngày tận đại dân nó con này đó chọp chụp phệ mấy tận đại dân can sơ này chỉ sơ rồi xa đó là bao sật sơ bàn nữa thì miền chút hơn nó để chọp chụp phệ hay can sơ mình từng bàn phong rồi đó là ngày bàn tay mình mến sơ trâm tệ lô kỳ dẹ thì sơ nó miền đào lô cọt ra rùm chỉ mùi nâng mà thí chỉ mùi nâng bản nhà nâng ngày cái đòn để dân lợi khơi ta để dân ai can sơ ban nó dân trời ọt thuần tần nâng ngày mình ọt thuần nên nè kỳ lẽ với chị cái lẽ sớm mía với chị cái đường phơi nơi chị đây ăn đà rai bọt sờ nâng anh thế dân ai ọt thuần ban cái đòn là tha sờ về nơi miền tây bằng phật và để dành ta xa chân tới về ăn miền rương ấy thông đóng dân có chơi can bàn đó là miền rương thông đóng tiệ tuồng nâng rương liệp rương vua rương nhiệt rương vệ dù vệ rương chỉ vật ấy chẳng về ai đạch xa từ bàn nâng ngạn nâng cầm để dân lơ sắc sai khơi tha chăm bách trời ta sấy cầm lăng thì cái đây ọt thuần hay nâng vi rì dẹ nâng ảnh chỉ diệm nâng bàn phơi sơ mà thị bạch nhá thùng thoát khăn rừng bắn bàn từ đó lô cọt ra bạc chót nữ cả rê pôn lì sai nơi phê rẹ nâng ảnh chẳng thì cái đây ọt thuần nâng có trời bàn thì rương khăn lột nâng đá nâng ảnh vì ta là miền rương cái đồng lầu vì miền Aram để nằm ở miền riêng kia Aram để nằm ở miền Tô Sa Aram để nằm ở miền Mâu Khác Aram để nằm ở miền Cà Phê Khai nâng bán thì đây ọt thuần nâng ạ trời chùm ra lá ao sơ mà thị bà nhà nó miền cầm lăng đây ọt thuần nó cứ cầm lăng rồi bao sơ mà thị bà nhà nâng ảnh nâng ảnh rằng để thà chia cá để bàn đòi cro mình bàn đòi nghề thì giống cứ sạp lốp rồi lịch luôn để trong lột nâng tràn rồi để bẹt cái tha được là chỉ riêng thầm mặt và màn nại giống không mà sai cảm dục sơ mà thị bà nhà nó bàn tề mà nẹ chẳng đó nâng mùi phệ mà sai chẳng đó nó màu bị ấy tha cầm lăng tao gọt ruồi tục tôi chỉ mùi nâng
អារម្មណ៍ក្នុងលោកនឹងអត់បានកម្លាំងវាខ្សោយហ្នឹងឯងវាមិនអាចនឹងថាមិនវិន័យមិនអន្តរាយមិនបាត់បង់ទៅនៅសិលសមាធិបញ្ញានឹងបានទេហ្នឹងឯងប៉ុន្តែដែលអាចប្រព្រឹត្តទៅបានមានហ្នឹងឯងមិនមែនមិនមានទេហ្នឹងឯងអញ្ចឹងវាតាកទួងទៅនឹងសេចក្តីអត់ធន់ហើយសេចក្តីអត់ធន់ហ្នឹងគឺមកអំពីអារម្មណ៍ក្នុងលោកហ្នឹងឯងអញ្ចឹងយើងចេះតែវឹកហាត់ទៅដោយយើងវឹកហាត់កម្លាំងអញ្ចឹងណាហ្នឹងឯងចេះតែមមតំទៅចេះតែមានកម្លាំងទៅចេះតែវឹកហាត់ទៅហ្នឹងឯងជាមួយគ្នានឹងអារម្មណ៍ក្នុងលោកហ្នឹងឯងអញ្ចឹងយើងទៅជាដូរទេសនៈហ្នឹងឯងដោយខ្លួនយើងដូរថាអ្វីអ្វីហ្នឹងដែលធ្លាប់តែជាអារម្មណ៍នាំឲ្យយើងជាប់ជំពាក់ឬក៏នាំឲ្យយើងតោមនោះហ្នឹងឥឡូវមកជាអារម្មណ៍ដែលនាំឲ្យយើងមានកម្លាំងវឹកហាត់មមតំទៅវិញវាដូរអ្វីអ្វីហ្នឹងគឺយើងហ្នឹងហើយកាន់តែហ៊ានទទួលហ្នឹងហើយដើម្បីកម្លាំងសិលសមាធិបញ្ញាហ្នឹងយើងថាអញ្ចឹងចាំបាច់មានអញ្ចឹងធ្វើអីថាអានឹងគឺយើងមិនទៅរៀបចំរឿងរ៉ាវក្នុងលោកនឹងឲ្យយ៉ាងនេះវិញឲ្យយ៉ាងនោះវិញបានទេគ្រប់កាលគ្រប់សម័យមកអំពីវាតេតងនឹងមានជាតិជាបច្ច័យដល់អញ្ចឹងទៅវាត្រូវមានជារៀបជាធិមរណៈអីអញ្ចឹងឲ្យយើងទៅកែកុំឲ្យមានជារៀកុំឲ្យមានជាធិមរណៈកុំឲ្យមានអកុសលវិបាកយ៉ាងម៉េចហ្នឹងហើយយើងនៅក្នុងសុគតិភពហ្នឹងយើងអាចដោះស្រាយបានល្មមត្រឹមតែរស់ហើយប្រព្រឹត្តព្រមចរិយធម៌បាននេះគឺជោគជ័យក្រៃលែងហើយហ្នឹងហើយអញ្ចឹងគឺយើងណាមិនដូចចិត្តតែព្រួយបារម្ភចិត្តតែភ័យខ្លាចរឿងអ្វីៗចូលមកដល់ជីវិតទេព្រោះយើងដឹងថាអ្វីៗហ្នឹងចូលមកហ្នឹងដើម្បីណាខន្តិបរមង្គតបោតិតិខាហ្នឹងឯងដើម្បីជាការវឹកហាត់កម្លាំងហ្នឹងឯងបើចាំបាច់យើងត្រូវវឹកហាត់អាហ្នឹងវាជាភាពយុត្តិធម៌អ្នកដែលមិនវឹកហាត់គឺមិនអាចរួចផុតអំពីមច្ចុធិយ៉ាងដែនដីរបស់មច្ចុនឹងបានទេហ្នឹងឯងអត់មានថាអត់វឹកហាត់ខ្ជិលអីចឹងទៅហើយស្រាប់តែបានដោយអត់ហេតុផលគឺវាអត់មានហ្នឹងហើយជាច្បាប់ហេតុផលវាតេតួងនឹងដីប្រឹងប្រែងជាយាមហ្នឹងហើយខន្តីវិរិយៈហ្នឹងរួមជាមួយគ្នានឹងសីលសង្វរៈសតិសង្វរៈញាណសង្វរៈហ្នឹងហើយមានសិលសតិហ្នឹងក៏ព្រឹត្តទៅដោយសមថវិបស្សនាជាមួយគ្នានឹងញាណហ្នឹងសង្វរៈហ្នឹងថាសិលសមាធិបញ្ញាហ្នឹងឯងសង្វរៈសីលសង្វរៈសតិសង្វរៈញាណសង្វរៈហ្នឹងគឺសិលសមាធិបញ្ញាហ្នឹងឯងហើយខន្តិសង្វរៈហ្នឹងជាកម្លាំងរបស់សិលសមាធិបញ្ញាណាហើយវិរិយៈហ្នឹងគឺថាជាដំណើរណាទៅដោយជើងដីជាយាមឡែកខ្លះក៏ព្រះអង្គសម្ដែងអធិបាតចឹងទៅវិរិយៈធិបាតណាហ្នឹងហើយជាជើងហើយជាកង់ណាកង់របស់រត់គឺអរិយមគ្គណាកង់របស់យានណាហ្នឹងហើយចក្រវិរិយោហ្នឹងហើយនឹងសង្វរៈទាំង5ហ្នឹងពីលោកយៈទៅលោកកតរៈដែលយើងត្រូវនិយាយថាមានកម្លាំងចិត្តមានឆន្ទៈរស់នៅក្នុងលោកហ្នឹងគឺយើងមិនចេះតែពេញចិត្តចាប់យកហើយរឿងស្អីយើងចេះតែតោមនោះបន្ទុះតោះទៅទេហ្នឹងហើយយើងដូរទេសនៈសម្បត្តិដែលយើងបានទទួលយកពធណែនាំវឹកហាត់មកឲ្យយើងមានទេសនៈការឃើញហ្នឹងហើយទេសនៈចតិដំណើរនៃបញ្ញាហ្នឹងដំណើរនៃការយល់ត្រូវហ្នឹងមានការចម្រើនឡើងហ្នឹងហើយមិនមែនជារឿងដែលយើងអង្គុយកើតតោមនោះភ័យខ្លាចរឿងក្នុងលោកហ្នឹងទេ
រឿងក្នុងលោកហ្នឹងគឺសម្រាប់ឲ្យយើងវឹកហាត់កម្លាំងណាមិនមែនឲ្យយើងចាប់យកត្រេកតាអាលថាបោះយើងនៅកន្លែងហ្នឹងដូចថាសាលារៀនយើងគ្រាន់តែមករៀនណាមិនមែនផ្ទះយើងអញ្ចឹងណាហ្នឹងហើយឧបករណ៍ដែលលោកគ្រូអ្នកគ្រូបង្រៀនយើងហ្នឹងណាមានស្អីនៅក្នុងថ្នាក់នៅក្នុងសាលាហ្នឹងហ្នឹងឯងតុកកៅអីទៅទៅអីសរសេរទៅឬក៏គ្រឿងបង្រៀនពីរូបវិទ្យាអីចឹងណាគ្រឿងសម្ភារៈសាលាហ្នឹងរបស់ក្នុងសាលាហ្នឹងណាមិនមែនរបស់យើងទេហ្នឹងហើយសាលាក៏មិនមែនផ្ទះយើងប៉ុន្តែយើងត្រូវតែមករៀនណាដល់យើងរៀនឆ្លាតទៅរៀនបកែទៅយើងអត់ខ្លាចសាលាអត់ខ្លាចគ្រូហ្នឹងហើយដល់ពេលចង់តែមកអញ្ចឹងណាហ្នឹងហើយចង់តែមកសាលាហ្នឹងបានរៀនបានចេះដឹងសប្បាយហ្នឹងហើយជួបជុំមិត្តភ័ក្តិអីចឹងទៅរៀនបកកែរៀនអីចឹងទៅរឹតតែញាតិមិត្តចូលចិត្តអីចឹងទៅទៀតទៅជាកម្លាំងចិត្តណាហ្នឹងហើយយើងនៅក្នុងโลกហ្នឹងគឺនៅអញ្ចឹងហើយយើងរៀនបកកែទៅយើងមិនចេះតែខ្លាចโลกនេះចេះចោះចឹងទៅទេហើយក៏យើងមិនមែនថាជាផ្ទះរបស់យើងដែរអ្វីហ្នឹងគឺសម្រាប់ចម្រើនចំណេះដឹងអញ្ចឹងគឺថាដូចយើងទៅរៀនសាលាសពស្អាតចាស់โลกនេះគ្រាន់តែថាโลกនេះជាសាលាថ្នាក់បរិញ្ញាដែលនឹងត្រូវសិក្សាចេញចាកโลกនេះទៅកាន់ព្រះនិព្វានហ្នឹងគឺទៅរកការអស់វត្តដាក់នឹងឯងសម្រាប់អរិយមគ្គហ្នឹងហើយអាហ្នឹងគឺយើងឃើញកម្លាំងសិលសមាធិបញ្ញាហ្នឹងមានកម្លាំងខ្លាំងទៅវាអត់ខ្លាចអ្វីដែលថាធ្ងន់ហ្នឹងហើយគឺថាអាចលើករួចបានណាលើករួចបានអញ្ចឹងទៅហើយដូចថារបស់ហ្នឹងថា50គីឡូអ្នកមុំអាចលើកលីសែងអីរួចបានប៉ុន្តែបាត់គេឲ្យតែ50ទេតម្លៃឈ្នួលហ្នឹងណាហ្នឹងហើយតម្លៃលើកលីហ្នឹង50គីឡូគេឲ្យតែ50ទេប៉ុន្តែមួយដុំនោះ100គីឡូហ្នឹងហើយអញ្ចឹងអ្នកកម្លាំងខ្សោយលើកអត់រួចហ្នឹងហើយកម្លាំងហ្នឹងមិនអាចបែងចែកកាត់ជា2ជា3អីបានទេណាសម្រាប់អ្នកដែលអាចលីរួចហើយដល់ទៅលីរួចមិនមែនបានតម្លៃត្រឹមតែ100ទេហ្នឹងហើយបាន500បាន1000អញ្ចឹងណាតម្លៃហ្នឹងវាលើសហ្នឹងហើយលើស50គីឡូហ្នឹងលើសច្រើនភាគដងហ្នឹងហ្នឹងហើយអញ្ចឹងអ្នកដែលខ្លាំងហ្នឹងណាឃើញ100គីឡូមកនោះសប្បាយចិត្តមកបន្តិចដឹងថាខ្លួនឯងលីរួចហើយបានតម្លៃច្រើនទៅតែមួយជើងហ្នឹងគឺបានលើសអ្នកដែលលី50គីឡូហ្នឹង4 5ជើងហ្នឹងហើយអាហ្នឹងខ្ញុំណាគ្រាន់តែនឹកព្រៀបត្រង់ថាដល់តែយើងវឹកហាត់កម្លាំងណាខន្តីហ្នឹងវាមានទៅដោយសទ្ធាវិរិយៈសតិសមាធិបញ្ញាហ្នឹងយើងនិយាយពីពលៈ5ហ្នឹងណាហ្នឹងឯងមានវិរិយៈក្នុងហ្នឹងក្តីអត់ធន់មាននៅក្នុងវិរិយៈហ្នឹងឯងចឹងហ្នឹងឯងអង្គធัวណាហ្នឹងជាកម្លាំងដល់វឹកហាត់កម្លាំងអញ្ចឹងទៅគឺអ្វីចូលមកក្នុងជីវិតហ្នឹងគឺបានន័យថាយើងដោះស្រាយបានដោយកម្លាំងសទ្ធាកម្លាំងវិរិយៈកម្លាំងសតិកម្លាំងសមាធិកម្លាំងបញ្ញាហ្នឹងឯងមិនភ័យខ្លាចអីទេដោយថាត្រូវចាស់យើងអត់កើតទុកមួយចាស់ហើយត្រូវប្រត់ប្រាស់ញាតិមិត្តដណ្ដានបងប្អូនណាយើងអត់កើតទុកតែយើងអាចលីរួចហើយថែមទាំងបានរហូតដល់ទៅសមាធិគឺរង្វាន់ដ៏ធំទៀតដូចជាសេចក្តីស្លាប់អីចឹងហ្នឹងឯងមិនត្រឹមតែមិនភ័យខ្លាចទេថែមទាំងបានសមាធិដោយមរណសតិនឹងទៅទៀតអ្វីទាំងអស់ហ្នឹងវាដូរពីអារម្មណ៍ដែលនាំឲ្យ
tô mà nó nằm ở bờ tu tó tới chia chầm ra chặt ngọt chầm ra mà thị ấy chẳng đấy nó tới chia mê ta tới chia karana tới miền sạch pháp bành nhát nó chia rom nè nè tam để rom để nằm ở miền thì đây sẽ lan có mê ta rom để nằm ở miền karana rom để nằm ở miền mukita rom để nằm ở miền ở pk cầm sạch lục bật tam cầm đó nè và chia rom trong thời vậy vậy tầng nó tôi chia rom là đồng vốn là nó đời xa ấy ban gì dân ban đồng vốn đó tham mau bị dân khăng dân bậc hạt entry nó đây là khăng á đây ọt thuần nó chỉ cùng lăng á tức là ngày bậc hạt tới tới chỉ mòn muôn đó đôi nè bay côn cô là phnom bạc hay chẳng để cho nơi tối cho bay bàn năng ngày anh đặt bay ra là ngày đó bay làng bay cho ấy chẳng đó là côn cô thông ấy nơi ta là bay ruồi cầm lăng đầy nó chưa thể làng sạch đồng chẳng đó năng ngày nó bia bị riêng vật hạt cầm lăng cài năng ngày khơi cái hạt pran ấy chẳng tới năng ngày pro là nó đăng xây xây là lạnh sạch đông ố khom vật hạt ở miền sạch đông truông sạch đông đầy ấy năng ngày ấy thọt ruột đỏ ai đỏ ấy bằng uột bằng o ấy chẳng đó nó vật hạt tú vừa lớn sạch đông truông đông đầy từng đông ấy chẳng thế năng ngày đây xây cho chặt tờ tạm rương đồng lô đó năng ngày nó cho tha bình chất tầm bay ở miền sạch đông sọc cục hiệp là o chne rô ní nu ấy chẳng tới dân cái là lớp nông này priệp thiệp là ngày vô riêng sọc cục hiệp có chỉ liệt nè đò khai lên ấy và phụ trợ ăn sầm tay này nông sọc cục vẹt phải kia tha tham một bọt đó rồi phía parama liệt phía sàn tập thể paramang thể nén bị xa sắc parama nhiệt tế để tiền ném paramang sọc hàng là ngày cái này vô arophia paramalia phia nè cả mình miền rốt nó chỉ liếp đòi giang cày lên nhỉ parama nó á là ngày cày lên đò cày lên như rồi giang cày lên ấy đó nơi cái nông bày đọ lên thấy bốn này nông và sốt mẹ con thì dễ sốt lắm và ông và cả sầm đai à rô kia parama lia phía đôi kia phần té cứ và ông và cảព្រះនិព្វានដែលមិនមានរោគហ្នឹងនិព្វាននាងបរមង្គសុខੰដោយបាតទី1ហ្នឹងតែម្ដងហ្នឹងហើយតែព្រះនិព្វានគឺដោយអំណាចអថង្គិកោចមគ្គនាងខេមੰអមតៈគាមិណន្តិគឺថាអមតៈគាមិណន្តិហ្នឹងគឺជាផ្លូវឆ្ពោះអមតៈដែលខ្សែមចយោគៈហ្នឹងខេមੰអមតៈគាមិណន្តិហ្នឹងគឺអថង្គិកោចមគ្គនាងអរិយមគ្គប្រកបដោយអង្គ8ប្រការហ្នឹងដែលនាំឲ្យសម្រេចព្រះនិព្វានហ្នឹងហើយព្រះនិព្វានហ្នឹងគឺខ្លឹមសារក្នុងប្រសូតហ្នឹងគឺព្រះអង្គសម្ដៅយកព្រះនិព្វានមកអំពីមេកនិយៈព្រាហ្មណ៍ហ្នឹងក៏ធ្លាប់ទទួលពាក្យហ្នឹងមានតាំងពីសាសនាព្រះសម្មាសម្ពុទ្ធអង្គមុនមកណាហើយព្រះសម្មាសម្ពុទ្ធកស្សបៈហ្នឹងហើយហើយធ្លាក់ចូលទៅក្នុងបឋិជនទៅពាក្យដដែលប៉ុន្តែបឋិជនឲ្យន័យផ្សេងត្រឹមតែថារូបកាយហ្នឹងមិនមានរោគតែប៉ុណ្ណឹងទេហ្នឹងហើយអាហ្នឹងក៏ជាលៀបហើយព្រោះព្រះអង្គសម្ដែងចំពោះប្របាទបសេនតិគឺប្ររពយកប្របាទបសេនតិដែលព្រះអង្គស្គាល់ប្រមាណក្នុងភោជនទៅព្រះអង្គមានសុខភាពល្អមានកម្លាំងពលំហ្នឹងហើយតាមសាច់រឿងហ្នឹងណាព្រះអង្គក៏ប្រកាសអរោគ្យបរមាលាភាទៅព្រះនិព្វានព្រះអង្គប្រកាសមកដល់បាតទី4និព្វាននាងបរមង្គសុខੰតាមសាច់រឿងទាំងព្រះអត្តកថាបញ្យល
ចំពោះបាទបសេនតិហ្នឹងគឺព្រះអង្គប្រកាសសុខភាពរូបកាយហ្នឹងហើយតែដល់មកពាក្យដដែលពុទ្ធិកាដដែលតែក្នុងន័យមេកុនិយព្រាមគាត់ថានេះរូបកាយគាត់នេះអត់មានរោគទេមានសុខភាពល្អហើយព្រះអង្គប្រៀបទៅនឹងមនុស្សខ្វាក់ភ្នែកណាហ្នឹងហើយមើលព្រះនិព្វានដែលអរោគ្យបរមាលាភាហ្នឹងមើលអត់ឃើញអញ្ចឹងបានព្រះអង្គលើកពីនោះខ្វាក់ភ្នែកហើយគេបោកបញ្ឆោតយកសម្ពុតដែលចាស់សម្ពុតមិនថ្មីមិនល្អមិនស្អាតហ្នឹងប្រឡាក់អីចឹងទៅមកបោកប្រាស់ហ្នឹងមិនមែនបោកគក់ឯងបោកប្រាស់បោកបញ្ឆោតថាអូនេះសម្ពុតថ្មីសល្អស្អាតហ្នឹងហើយអាហ្នឹងសម្គាល់អាសម្ពុតកញ្ចាស់គឺបញ្ញខណ្ឌគឺណាអាហ្នឹងសម្ពុតកញ្ចាស់គឺបញ្ញខណ្ឌសម្គាល់ថាសម្ពុតថ្មីគឺព្រះនិព្វានប៉ុន្តែតាមពិតសម្ពុតថ្មីដោយឡែកផ្សេងមិនមែនអាសម្ពុតដែលខ្លួនឯងទទួលមកត្រេកអររីករាយជាមួយនឹងបញ្ញខណ្ឌហ្នឹងថានឹងឯងអត់មានរោគមានសុខភាពល្អប៉ុន្តែរោគកិនិតធាំងសម្បុករោគរូបកាយហ្នឹងសម្បុករោគហ្មងណាហ្នឹងហើយអញ្ចឹងវាត្រូវចែកជាពីរអញ្ចឹងមួយសុខភាពផ្លូវកាយមួយសុខភាពផ្លូវចិត្តហ្នឹងហើយសុខភាពផ្លូវកាយក៏ជាលៀបដល់ក្រៃលែងហើយយើងចំណាយមាសប្រាក់បើមិនណារស់បានប្រមាណ 4-10 ឆ្នាំរាប់$10,000ក៏យើងចំណាយយើងភ័យខ្លាចស្លាប់រោគថ្លើមរោគមហារីករោគអីណាលក់គេកស្អីរស់បានមករតនវត្ថុអីក៏លក់ដើម្បីជាបាលរោគហ្នឹងអញ្ចឹងសុខភាពហ្នឹងវាមានតម្លៃហ្នឹងហើយអញ្ចឹងបានយើងរស់នៅយើងត្រូវកុំភ្លេចខ្លួនហ្នឹងហើយកុំភ្លេចខ្លួនទៅក្នុងកិច្ចការងារអីចឹងទៅក្នុងការបរិភោគឬក៏បរិភោគទៅដល់កាមគុណអីផ្សេងទៀតទៅដែលវាបណ្ដាលឲ្យមានរោគអីផ្សេងហ្នឹងណាហ្នឹងហើយសម្រាប់ពុទ្ធបរិស័ទយើងវាពិសេសតង់ឲ្យថាមានសុខភាពមានកម្លាំងយើងអាចមានភ្នែកមើលបីដកបានមិនឈឺក្បាលមិនវិលមុខអីហ្នឹងសុខភាពហ្នឹងយើងប្រើប្រាស់បូជាបរតនត្រ័យហ្នឹងហើយវាពិសេសអញ្ចឹងណាយើងមិនមែនទៅត្រេកអរនឹងសុខភាពល្អរស់នៅដើម្បីសប្បាយរីករាយបរិភោគកាមគុណអីទេអាហ្នឹងវាអាចថាវាសុខភាពល្អមកពេលមកគ្រាហ្នឹងតែវាមានជំងឺផ្លូវចិត្តអញ្ចឹងចាំបាច់សុខភាពល្អផ្លូវកាយហើយត្រូវសុខភាពល្អផ្លូវចិត្តនេះបានវាជាខ្លឹមសារសំខាន់នៃជីវិតគឺសុខភាពផ្លូវចិត្តសុខភាពផ្លូវចិត្តបានន័យថាជំងឺរោគមេរោគនឹងវាត្រូវថ្នាំអរិយមគ្គដាច់ទៅវាអត់កើតមកធ្វើឲ្យចិត្តនឹងក្រំគ្រាលំបាកឈឺចាប់ណាដោយរោគមេរោគទិដ្ឋិជាដើមហ្នឹងចឹងវាដាច់ទៅវាអញ្ចឹងទៅចិត្តហ្នឹងមានសុខភាពល្អចិត្តមិនមែនព្រះនិព្វានទេហ្នឹងហើយទូចិត្តណាប៉ុន្តែវាអត់មានកិលេសមេរោគហ្នឹងណាហ្នឹងហើយវាអត់មានកើតឡើងអាហ្នឹងឯងនិយាយជាបុគ្គលគឺអ្នកបានសោយសម្បត្តិព្រះនិព្វានសោយសម្បត្តិព្រះនិព្វានហ្នឹងគឺត្រង់ដែលថាវាអត់មានរោគក្នុងចិត្តហ្នឹងណាវាអត់កើតឡើងមកពីវិជាទៅដោយថ្នាំគឺអរិយមគ្គហើយយើងមានទានសិលភាវនានេះកំពុងតែស្វែងរកថ្នាំហ្នឹងឯងហ្នឹងអញ្ចឹងគឺយើងវឹកហាត់កម្លាំងកាយហ្នឹងក៏ក្នុងន័យត្រឹមត្រូវដែលថាយើងក៏ត្រូវការសុខភាពហ្នឹងហើយដើម្បីយើងបានបម្រើបរតនត្រ័យហ្នឹងហើយអប់រំបុណ្យកុសលអីខ្លួនយើងហ្នឹងទាក់ទងនឹងសុខភាពហ្នឹងហើយពិសេសទៅគឺថាសុខភាពផ្លូវចិត្តហ្នឹងឯងពិសេសក្រៃលែងព្រោះរឿងរោគវត្តដាក់ហ្នឹងដូចបញ្ញខណ្ឌហ្នឹងជាសម្បុកនៃរោគជាតួរោគហ្នឹងហ្មងណាហើយ
ជាអ្នកសម្លាប់ទៀតជាពេជ្ជឃាតទៀតសត្វលោកតែងស្លាប់ត្រូវគេសម្លាប់ក៏មកពីរូបវេទនាសញ្ញាសង្ខារវិញ្ញាណកើតដែរដល់តែយើងអប់រំបញ្ញាទៅវាដូចយើងធម្មតាយើងនឿយណាយជាមួយរោគចឹងណាឈឺអករីងរៃរ៉ាំរៃអីចឹងទៅហើយបើថាមានពេទ្យមើលជានោះគឺយើងអត់ស្ដាយរោគហ្នឹងឯណាយើងអត់អាល័យរោគហ្នឹងឯណាណាអណាអឲ្យតែលោកគ្រូពេទ្យជាបារោគហ្នឹងជាណាអាមហារាជទី1ទី2អីហ្នឹងមកណាបើបានលោកគ្រូពេទ្យមើលជាគឺថាណែឡាពេលភ័យខ្លាចស្លាប់ហ្នឹងវាឃើញការជាហ្នឹងវាសំខាន់ក្នុងការរស់នៅថាមិនបាច់បានស្អីណែនៃទេឲ្យតែបានរស់អីខ្ញុំដូចថាពុទ្ធបរិស័ទយើងហំធ្វើបន់អីរៀនធัวអីអញ្ចឹងទៅណាពេលដែលភ័យខ្លាចក្តីស្លាប់ហ្នឹងណាយ៉ាងបានយើងឥឡូវហ្នឹងយើងកំពុងតែមានរបស់ដោយមនុស្សជាច្រើនត្រូវការណាហើយអត់បានណាតែយើងកំពុងតែមានបានហ្នឹងយើងប្រើប្រាស់ឲ្យបានប្រយោជន៍ព្រោះយើងមានបានមែនក៏វាមុខតែអស់ទៅមួយថ្ងៃកាត់24ម៉ោងមួយខែ30ថ្ងៃហ្នឹងមុខតែអស់ទៅហ្នឹងតែយើងបានប្រើប្រាស់របស់ហ្នឹងវាសមនឹងតម្លៃនៃជីវិតហ្នឹងមានប្រយោជន៍អញ្ចឹងណាយើងឃើញតម្លៃយើងមិនអាចថាយកទៅដូរជាប់ចម្ពាក់ញញ៉ៃរឿងស្អីណាណីអីផ្សេងឲ្យចិត្តយើងសៅមងទៅដោយសារអ្នកអតីតទេព្រោះមានតម្លៃសម្រាប់យើងបូជាបរតនត្រ័យដើម្បីបានលោកតរៈធัวចូលកាន់ភូមិព្រះរិយៈដង្ហែព្រះអង្គនេះមានតម្លៃនៅក្នុងការប្រើប្រាស់ជីវិតយើងមានតែយើងឯងដែលត្រូវរក្សាឲ្យបានល្អដោយខ្លួនឯងហ្នឹងហើយអត់មានត្រូវទៅចំណាយអីទៅពីទៅពេះជាមួយអ្នកដតីណាដូចថាជារបស់កពេចកប៉ុកក្នុងលោកហ្នឹងនឹងបើប្រៀបជាមួយគ្នានឹងអរិយធัวគុណធัวលោកតរៈហ្នឹងអីដើម្បីលោកតរៈតើយើងប្រើប្រាស់ជីវិតនឹងឯងតែបូជាក្នុងបរតនត្រ័យហ្នឹងគឺក្នុងខ្លឹមសារដែលមេកណយៈព្រាមហ្នឹងគាត់ច្រឡំថាការមិនមានរោគហ្នឹងគឺខ្លួនគាត់ហ្នឹងហ្នឹងហើយបានព្រះអង្គសម្ដែងអរោភយបរមាលាភេនិព្វាននាងបរមង្គសុខੰគឺព្រះនិព្វានព្រាមឯងហ្នឹងវែងច្រឡំរូបកាយដែលជារោគហ្នឹងឯងថាអត់រោគចង្អុលមករូបកាយខ្ញុំព្រះអង្គហ្នឹងគឺតួរោគហ្នឹងតែម្ដងខ្លឹមសារហ្នឹងគឺព្រះអង្គប្រកាសដល់ព្រាមហ្នឹងតាមឧបនិស្ស័យរបស់គាត់ហ្នឹងឲ្យបានជ្រាបថាបញ្ញខណ្ឌហ្នឹងគឺរោគបញ្ញខណ្ឌជាអ្នកសម្លាប់បញ្ញខណ្ឌហ្នឹងគឺកាលណាបើកំណត់ដោយបញ្ញាទៅធ្វើឲ្យយើងនឿយណាយដូចយើងអ្នកឈឺយើងចង់ជារោគអញ្ចឹងណាការដែលយើងចង់ឲ្យរួចផុតពីខណ្ឌហ្នឹងគឺការដាក់ចុះនៅបញ្ញខណ្ឌហ្នឹងឯងដល់បញ្ញាដឹងទៅការមិនប្រកាន់ហ្នឹងឯងគឺជាការជារោគហ្នឹងហើយហ្នឹងគឺខ្លឹមសារនៃសិលសមាធិបញ្ញាដែលពុទ្ធបរិស័ទយើងចាត់ទុកហៅថាជាព្រះហ្នឹងហើយក្នុងការដោយស្រោចស្រង់យើងហ្នឹងគឺព្រះខាងក្នុងយើងហ្នឹងតែហ្មងចាហ្នឹងហើយព្រះជាទីពឹងរបស់យើងហ្នឹងឯងសូម្បីព្រះពុទ្ធអង្គគង់បជននៅក៏ត្រូវតែអាស្រ័យព្រះសិលសមាធិបញ្ញាហ្នឹងដែលយើងត្រូវគោរពត្រូវបូជាត្រូវប្រណិប័តត្រូវថែរក្សាព្រះហ្នឹងឯងមិនអាចបដែតបដោយធ្វេសប្រហែសជាមួយនឹងការគោរពបូជាដែលបដិបត្តិបូជាចំពោះព្រះជាម្ចាស់ដែលនិយាយមកថាយើងធ្វើជាព្រះមួយអង្គជួយខ្លួនយើងបានហ្នឹងឯងហ្នឹងហើយបន្តទៅក្នុងចំពោះ220ណាហ្នឹងឯងមកកដានេះមកកូនប្រុសរបស់ខ្ញុំឈ្មោះសង្គាលៈសង្គាលមាននប់ណាហ្នឹងជាអ្នកត្រេកអរក្នុងផ្លូវខុសស្ទុះទៅកម្មទីសាមញ៉ាំគឺទិដ្ឋិហ្នឹងហើយព្រៃស្បាតគឺទិដ្ឋិមានចិត្តចាប់ចម្ពាក់ក្នុងការបូជាទិសតែងនមស្ការទិសផ្សេងយើងរៀនពីទិដ្ឋិគួរឲ្យយើងសប្បាយចិត្តណាពីព្រោះការដែលយល់ខុសទៅដោយប្រការផ្សេងយកជាទីពឹងហ្នឹងណា
ដែលមិនមែនជាទីពឹងដ៏ឧត្តមដែលមិនអាចឲ្យរួចផុតចាកទុកបានហ្នឹងណាមនុស្សសម្បើមមែនទេណារួមទាំងទេវតាណាតែយើងបានមកសិក្សាបត្រៃបីដកជួបពុទ្ធសាសនានេះយើងអរគុណប្រទេសដ៏សំគួរយើងអរគុណសប្បុរសអរគុណព្រះសង្ឃតបស្នងសងគុណទំនុកបំរុងព្រះសង្ឃហើយមរតករបស់ព្រះពុទ្ធអង្គគឺព្រះធម៌ហ្នឹងគេថាយើងរួមចំណែកថែរក្សាហ្នឹងឯងដូចថាផែនដីសម្រាប់មនុស្សសត្វតាំងនៅរស់នៅយ៉ាងណាគឺថាយើងប្រៀបបីដូចផែនដីអញ្ចឹងដើម្បីរួមចំណែកត្រួតត្រងពុទ្ធសាសនាហ្នឹងដល់ក្រៃលែងបានកូនចៅមានបត្រៃសរណគមមានឧបនិស្ស័យនៃលោកុត្តរៈតទៅតិចណាមួយឆ្នាំទៅមួយឆ្នាំរហូតជាង2000ឆ្នាំមនុស្សសម្បើមមែនទេណាដែលអាចមានបត្រៃសរណគមទៅបានហ្នឹងណាដោយសារយើងមួយអង្គឬម្នាក់រួមចំណែកក្នុងការបន្តអាយុពុទ្ធសាសនាធ្វើឲ្យកូនចៅមានបត្រៃសរណគមគឺណារាប់លានកោតអ្នកតទៅពីមួយឆ្នាំទៅមួយឆ្នាំស្លាប់ទៅអ្នកកើតបន្តមកទៀតមានបត្រៃសរណគមទៀតសម្បើមមែនទេណាទៅហ្នឹងឯងអាហ្នឹងជាចំណុចដែលយើងសប្បាយចិត្តក្នុងកិច្ចការងារហើយក៏ត្រឡប់មករក្សាចិត្តរបស់យើងបើយើងសប្បាយចិត្តទៅចិត្តស្ងប់រងាប់ទៅមានសមាធិមានបញ្ញាទៅហ្នឹងហើយហ្នឹងគ្រាន់តែនឹករលឹកពីរឿងទឹកថេដែលមនុស្សសពថ្ងៃមនុស្សឲ្យត្រឡាំងណាមនុស្សមានឡានជិះហ្នឹងជិះយន្តហោះជាមួយយើងហ្នឹងណាហ្នឹងហើយរួមកិច្ចការងារអីប៉ុន្តែទឹកថេដោយឡែកផ្សេងអញ្ចឹងទៅហ្នឹងហើយវាសម្បើមអញ្ចឹងមែនទេនោះមិនងាយនឹងទទួលបានថាអត្តទីបាណាលោកយៈលោកុត្តរៈធัวជាទីពឹងនេះគឺសតិប្បដ្ឋាន4នេះមិនងាយបានជួបព្រះដែលជាទីពឹងពិតប្រាកដដែលជាទីពឹងដ៏ឧត្តមជាទីពឹងដ៏ខ្សែមដែលបុគ្គលអាចរួចផុតស្រឡះចាក់ទុកទាំងពួងព្រោះអាស្រ័យនៅទីពឹងហ្នឹងវាមិនងាយកាន់យកបានណាហើយយើងបានណាវាត្រូវបានវាមានហេតុផលត្រូវបានលោកអ្នកបានសម្រេចមគ្គផលផងបានព្រះអរហន្តផងត្រូវបានអញ្ចឹងយើងបានបត្រៃណគមទៅហើយបានទៅតាមឧបនិស្ស័យនឹងក្តីប្រឹងប្រែងជាយាមក្នុងបច្ចុប្បន្នរៀងព្រះអង្គទៅមិនចាំបាច់ទៅបង្អួតទៅប្រាប់អីណាប៉ុន្តែគ្រាន់តែថាយើងបានហើយណាដោយបត្រៃសរណគមមានសិលអីហ្នឹងហើយគុណធម៌អប់រំទៅទៀតទៅរៀងខ្លួនហ្នឹងក៏បានយើងមកសប្បាយយើងមកសុខជាមួយនឹងរបស់ដែលយើងមានណាជារតនៈដ៏ឧត្តមហ្នឹងហ្នឹងហើយព្រះពុទ្ធជាលោកនាយកព្រះពុទ្ធអង្គបរមគ្រូហ្នឹងព្រះអង្គស្ដេចយាងបិណ្ឌបាតនៅក្នុងវជ្ជនគរហ្នឹងគឺព្រះជាគ្រឹះហ្នឹងហើយវជ្ជហ្នឹងក្រោលមានភ្នំជាក្រោលករិបវជ្ជហ្នឹងទ្រង់ឃើញសង្គាលកៈមាននប់នោះសង្គាលមាននប់នោះព្រះអង្គទ្រង់គង់នៅប្របផ្លូវហើយក៏ប្រទានអាវាទកាលដែលព្រះពុទ្ធជាអម្ចាស់ព្រះអង្គសម្ដែងពធក៏កើតមានសម្លេងគឹកកងអស្ចារ្យពួកនារីពីរកោតក្នុងទីក្រុងក៏បានសម្រេចមគ្គផលហ្នឹងហើយសម្បើមនៅក្នុងសង្គាលកៈសូត្រមិនឃើញមិនបាននឹកចាប់សេចក្តីកន្លែងហ្នឹងទេធ្លាប់អានមកណាគ្រាន់តែថាបៃតាអីឲ្យទៅសំពះទិសអីហ្នឹងគាលកៈសូត្របៃតាលេខ19ណានេះក្នុងអបទាននេះមានដល់ទៅពួកនារីពីរកោតក្នុងទីក្រុងហ្នឹងឯងតវេកោតដេនរៈនារីនាងធម្មេភិក្សមយោអហោណាអហោណាមានណាពួកនារីពីរកោតក្នុងទីក្រុងបានសម្រេចមគ្គផលកាលនោះខ្ញុំបានទៅកាន់បរិស័ទនោះស្ដាប់ភាសិតរបស់ព្រះសកុតហើយក៏បានសម្រេចសោតាបត្តផលក៏ចូលទៅកាន់ភ្នួខ្ញុំប្រកបដោយសេចក្តីអាល័យក្នុងការឃើញនៅព្រះពុទ្ធថាមានដូចថាឃើញព្រះអង្គមិនចង់ឈប់ឃើញណាអាហ្នឹងពាក្យថាអាល័យហ្នឹងណាហ្នឹងហើយពុទ្ធទេសនៈសាលយាហ្នឹងថាចង់តែឃើញមិនចង់ដាក់ភ្នែកមិនចង់ឈប់ហ្នឹងហើយដូចព្រះវគ្គលិអញ្ចឹងចឹងអេតតកៈដូចគ្នាអញ្ចឹងតែមួយខាងទីខហ្នឹងហើយគឺថាខ្ញុំប្រកបដោយសេចក្តីអាល័យក្នុងការឃើញនៅព្រះពុទ្ធ
មិនយូរប៉ុន្មានក៏ចម្រើននៅអនុសតិនោះហើយពុទ្ធានុសតិហ្នឹងទៅហើយក៏បានដល់នៅព្រះអរហន្តខ្ញុំទៅដើម្បីប្រយោជន៍ដល់ការចូលកលព្រះពុទ្ធគ្រប់កាលខ្ញុំមិនចេះឆ្អែតឆ្អន់ក្នុងការមើលរូបតែងមើលរូបដែលជាទីត្រេកអរនៃភ្នែកនោះខ្ញុំនៅតែមិនឆ្អែតឆ្អន់នឹងរូបដទៃដែលកើតអំពីព្រះបារមីធัวទាំងអស់ដែលជាទីកើតនៃបុណ្យកកកដោយធัวដ៏ល្អទាំងអស់ឡើយព្រះចិនស្រីទ្រង់ត្រេកអរក្នុងគុណនៃខ្ញុំនោះទ្រង់តាំងខ្ញុំក្នុងទីនាទីជាឯកតកៈជាមេត្តានៃសង្គាលៈមានុបថាជាស្ត្រីប្រសើរមានសទ្ធាសុបសួនហ្នឹងហើយអគិសទ្ធាធិមុតតិកាហ្នឹងហើយបបិទ្ធព្រះមហាមុនីខ្ញុំជាអ្នកស្ទាត់ជំនាញក្នុងរិទ្ធទាំងឡាយផងជាអ្នកស្ទាត់ជំនាញក្នុងសោតធាតុដ៏ចតិតផងជាអ្នកស្ទាត់ជំនាញក្នុងចេតោបរិយាញាណផងខ្ញុំដឹងនៅពពេនិវៈទាំងទេពបច្ចៈខោខ្ញុំក៏បានជំរះស្អាតល្អហើយឥឡូវនេះភពថ្មីទៀតមិនមានឡើយព្រោះកំណត់ដឹងនៅអាសវៈទាំងពួងបបិទ្ធព្រះអង្គមានជាយាមធំសេចក្តីដឹងក្នុងអដ្ឋបដិសម្ពិទាធម្មបដិសម្ពិទានិរុត្តបដិសម្ពិទានិងបដិភាណបដិសម្ពិទានៃខ្ញុំកើតឡើងក្នុងសំណាក់របស់ព្រះអង្គកិលេសទាំងឡាយខ្ញុំបានដុតបំផ្លាញហើយភពទាំងពួងខ្ញុំដកចោលចេញហើយខ្ញុំជាស្រីមិនមាននៅអាសវៈព្រោះបានកាត់នៅចំណងដូចជាមេដំរីកាត់ផ្ដាច់នៅទន្លីងឲ្យខ្ញុំមកដោយល្អហើយក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរវិជ្ជា3ខ្ញុំបានតម្រាច់ហើយសាសនានៃព្រះសម្ពុទ្ធខ្ញុំក៏បានធ្វើហើយបដិសម្ពិទា4វិមោខៈ8និងអភិញ្ញា6នេះខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនារបស់ព្រះសម្ពុទ្ធខ្ញុំក៏បានប្រតិបត្តិហើយហ្នឹងហើយព្រះសង្ឃាលមេតាភិក្ខុនីដែលមានអាយុបានសម្ដែងនៅបកាថាហ្នឹងអញ្ចឹងយើងត្រឡប់មកមើលនេះបកាថាពីធ្លាប់ចាំទៅក៏នឹករលឹក3បកាថាហ្នឹងទៅមើលក្នុងទំព័រ218ណាមើលបាលីណាខាងក្រោមនេះ3បន្ទាត់ខាងក្រោមនេះខាងលើហ្នឹងគឺក្រៅនៃពនាមវិជាថាតតោមំសបតោអាហៈករណានុកតាសយោណាលំដាប់នោះព្រះសគត់មានព្រះអធិស្ឋ័យប្រព្រឹត្តទៅតាមសេចក្តីករណាទ្រង់ត្រាស់នឹងខ្ញុំហ្នឹងឯងអាហៈអង្គទ្រង់ត្រាស់នេះយើងមើលពីយសៈសទ្ធាហ្នឹងណាហ្នឹងឯងយសៈសទ្ធាតថាគតេអចលាសុបតិតេតាហ្នឹងគឺសទ្ធានៃបុគ្គលណាយសៈនៃបុគ្គលណាហ្នឹងឯងសទ្ធាហ្នឹងអចលាមិនញាប់ញួរសុបតិតេតាហ្នឹងតាំងនៅសុបល្អតថាគតេក្នុងព្រះតថាគតហ្នឹងឯងហ្នឹងមួយហើយដល់បន្ទាត់ទី2យកសទ្ធាយកណែយសៈហ្នឹងមកដាក់កដាលចំណាំអញ្ចឹងហ្នឹងឯងដាក់សីលាញ់ចៈហ្នឹងមុនយសៈហ្នឹងមកដាក់កដាលសិតតែមានយសៈ3បន្ទាត់ហ្នឹងតែមុនដំបូងយសៈហ្នឹងឯងដល់បន្ទាត់ទី2នៅកដាលដល់បន្ទាត់ទី3នៅក្រោយគេតែចំណាំហ្នឹងឯងសីលាញ់ចៈយសៈកល្យាណੰគាត់ថាសិលនៃបុគ្គលណាណាហ្នឹងឯងបុគ្គលណាដែលមានសិលជាសិលរបស់ព្រះអរិយបុគ្គលណាសិលល្អកល្យាណੰហ្នឹងណាហ្នឹងហើយសីលញ្ចៈកល្យាណੰហ្នឹងអរិយកម្មតាំងគឺជាទីត្រេកអររបស់ព្រះអរិយៈដែលប្រសੰសិតាំងហ្នឹងព្រះអរិយៈអ្នកប្រាជ្ញហ្នឹងលោកសរសើរនឹងសិលហ្នឹងហ្នឹងហើយដល់មកបន្ទាត់ទី3សង្ឃេប្រសាទោយសដ្ឋិហ្នឹងឯងយសៈនឹងអដ្ឋិណាហ្នឹងឯងមានគាត់ណាយសៈនៅតែបុគ្គលណាអញ្ចឹងប្រសាទោមានតែក្តីជ្រះថ្លាហ្នឹងឯងក្នុងសង្ឃហ្នឹងឯងអាហ្នឹងគឺត្រូវប្រែប៉ុណ្ណឹងឯងបានទី3ឲ្យដល់ទៅឧជុភូតញ្ចៈទេសនំហ្នឹងមួយគុណធម៌មួយដោយឡែកណាហ្នឹងឯងគុណធម៌មួយដោយឡែកហ្នឹងឯងប្រែនៅក្នុងន័យថាបុគ្គលណាមានសេចក្តីជ្រះថ្លាក្នុងព្រះសង្ឃដាក់ក្នុងព្រះសង្ឃឲ្យហើយហ្នឹងឯងដើម្បីកុំឲ្យចូលត្រង់ថាឧជុភូតញ្ចៈទេសនំហ្នឹងហ្នឹងឯង
កុំឲ្យចូលទៅត្រូវបាត់អង្គធัวនឹងមួយចូលទៅក្នុងបកគលដែលមានក្តីជ្រះថ្លាមានឧជុភូតញ្ញទេសនាងហ្នឹងអញ្ចឹងវាបានតែ3អញ្ចឹងភាសាតោហ្នឹងមានក្តីជ្រះថ្លាសង្ឃេក្នុងសង្ឃហ្នឹងប៉ុណ្ណឹងទី3ដល់ទៅឧជុភូតញ្ញទេសនាងនេះហ្នឹងគឺអង្គមួយទៀតគឺការឃើញត្រង់ណាការឃើញត្រង់ឃើញត្រង់ឃើញត្រឹមត្រូវសច្ចធម៌ណាហ្នឹងហើយហ្នឹងមានអង្គ4ហ្នឹងចឹងចឹងបានអ្នកដែលមានអង្គ4ហ្នឹងព្រះអង្គទ្រង់ត្រាស់មកថាអលិតោតៈអលិតោតេតាំងអាហោហ្នឹងដាក់ស្អាផងខ្វះស្អាហ្នឹងហើយអាហោគឺព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងហ្នឹងហើយក្នុងសកសង្យុត្តអាហោព្រោះអាហោប្រែថាសម្ដែងប្រែថាពោលប្រែថាត្រាស់អញ្ចឹងណាពុទ្ធអង្គណាបើអហោតតេអត់ស្អាប្រែថាមានហ្នឹងហើយតែក្នុងទីនេះគឺថាអហោហ្នឹងគឺពុទ្ធអង្គទ្រង់ត្រាស់សម្ដែងតាំងបុគ្គលដែលមានអង្គ4នឹងឯងគឺអតិលិតោតេណាហ្នឹងហើយអតិលិតោតេហ្នឹងបានន័យថាជាអ្នកមិនកំសត់មិនក្រីក្រណាហ្នឹងហើយអង្គទ្រង់ត្រាស់ឲ្យបុគ្គលនោះជាអ្នកមិនតល់ក្រណាព្រោះតលិតោហ្នឹងគឺអ្នកក្រីក្រតលិតោណាហ្នឹងហើយតួលួស្អ៊ីតួជាងតួសអោហ្នឹងដល់នេះអមកគឺថាមិនក្រីក្រទេមិនក្រីក្រលំបាកទេហ្នឹងហើយដូចជាសពពុទ្ធកដ្ឋិអីហ្នឹងតាំងពីគាត់បានសម្រេចមគ្គផលមកគឺមិនឈ្មោះថាជាអ្នកក្រទៀតទេក្នុងអរិយវិន័យហ្នឹងហើយគាត់មានត្រៃសរណគមមានអរិយទ្រព្យហ្នឹងហើយហើយព្រះអង្គត្រាស់ទៀតថាអមោខំតសជីវិតាំងជីវិតរបស់បុគ្គលនោះណាតសជីវិតាំងណាអមោខំមិនតទេឡើយហ្នឹងជីវិតដែលមិនតទេគឺជីវិតដែលមានបញ្ញាហ្នឹងឯងគ្រប់គ្រងទៅនៅក្នុងធัวទាំងឡាយហ្នឹងពិតមែនទៅថាមិនសម្បូរទៅដោយមាសប្រាក់លុយកាក់ទ្រព្យសម្បត្តិប៉ុន្តែវាស្រេចត្រង់ដែលថាមិនត្រូវការនឹងមកលមុំតែរស់នឹងឯងយ៉ាងសុខដោយខ្លឹមសារនៃបញ្ញាហ្នឹងហ្នឹងឯងសេចក្តីសុខពិតប្រកបប្រព្រឹត្តទៅដើម្បីបរមសុខសុខមិនប្រែប្រួលគឺដោយសម្បត្តិបញ្ញាលះសេចក្តីប្រកាន់ថាខ្លួនយើងទៅវានៅតែវេទនាសោយអារម្មណ៍នៅតែវិញ្ញាណដឹងអារម្មណ៍កំណត់រឿយទៅវាអត់ចាំបាច់ទៀមទីអារម្មណ៍អីទេពីព្រោះអ្វីដែលដឹងអារម្មណ៍សោយអារម្មណ៍ហ្នឹងគឺនាមធัวដែលកើតពីបច្ច័យហើយរលត់ទៅវិញ្ញាណដឹងអារម្មណ៍គ្រប់ពេលវេលាហ្នឹងវិញ្ញាណដឹងអារម្មណ៍ហ្នឹងឯងអតីតហើយបច្ចុប្បន្នគឺមិនមែនអតីតមិនមែនអនាគតហ្នឹងហើយដូច្នេះវាត្រូវលះទិដ្ឋិតណ្ហានោះវាអត់ប្រកាន់វិញ្ញាណដែលដឹងអារម្មណ៍ថាយើងវេទនាសោយអារម្មណ៍ហ្នឹងអត់ប្រកាន់ថាយើងអញ្ចឹងវាត្រូវកាត់តណ្ហាត្រូវការអារម្មណ៍ហ្នឹងយកមកឲ្យណាបើវាត្រឹមតែអារម្មណ៍របស់វិញ្ញាណហ្នឹងហើយរលឹករឿយអាហ្នឹងត្រូវពឹងខ្លួនយើងហ្មងណាទៅធ្វើឲ្យជីវិតហ្នឹងឯងថាអមោខំតសជីវិតាំងហ្នឹងហ្នឹងហើយហើយបានមកគាថាទៀតតស្មាសទ្ធញ្ចៈសីលញ្ចៈភាសាទាំងធម្មទេសនាងអនុយញ្ជេធមេធាវីសរាំងពុទ្ធាអ្នកសាសនាងណាត្រូវប្រែពីមេធាវីអ្នកប្រាជ្ញហ្នឹងហើយអ្នកប្រាជ្ញសរាំងពុទ្ធាអ្នកសាសនាងកាលដែលសរាំងនឹករលឹកទៅដល់ពាក្យទូមានព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធអ្នកប្រាជ្ញហ្នឹងក៏អនុយញ្ជេថៈហ្នឹងគឺថាកបីប្រកបដោយសេចក្តីជាយាមហ្នឹងឯងជាយាមនៅក្នុងធัว4ហ្នឹងឯងចឹងសទ្ធញ្ចៈសីលញ្ចៈប្រសាទទាំងធម្មទេសនាងហ្នឹងឯងហ្នឹងគឺព្រះអង្គទ្រង់ប្រកាសសម្ដែងចឹង3វិគាថាណាចាប់ផ្ដើមយសៈណាមិនបងណាត្រឡប់ដើមមកវិញណាហ្នឹងឯងយសៈសទ្ធ
ធាតថាកតេហ្នឹងឯងហើយបានគ្រាន់តែបញ្ជាក់ចំពោះសទ្ធាហ្នឹងថាអចលាសពតិដ្ឋិតាណាសពតិដ្ឋិតាអចលាណាវាបានន័យថាមិនញាប់ញួរសទ្ធានៃបុគ្គលណាដែលអចលាសពតិដ្ឋិតាហ្នឹងគឺថាតាំងនៅមមល្អតថាគតេក្នុងព្រះតថាគតនឹងមួយណាហ្នឹងឯងយសៈទី2រសីលញ្ចៈយសៈកល្យាណੰអរិយកន្តੰបសੰសិតੰហ្នឹងទី2ណាសិលនៃបុគ្គលណាដែលល្អកល្យាណੰអរិយកន្តੰគឺថាសិល5ទៀតមិនដាច់មិនធ្លុះមិនប្រព្រោះមិនប្រពាលរហូតតភពជាតិកំណើតទៅក៏អត់ដាច់ពីព្រោះស្អីដែលនាំឲ្យទ្រុះសិល5ហ្នឹងគឺសកាយៈទិដ្ឋិហ្នឹងវាលែងមានទៅហ្នឹងឯងហ្នឹងគឺអរិយកន្តសិល5មិនដាច់មិនធ្លុះមិនព្រោះមិនពេលរហូតសម្រាប់ព្រះរហ័តនៅ7ជាតិទៀតក៏អត់ដាច់ដែរហ្នឹងឯងនៅក្មេងយ៉ាងម៉េចកើតនៅយ៉ាងម៉េចក៏អត់ប្រព្រឹត្តបញ្ញវេរាដែរហ្នឹងអរិយកន្តੰបសੰសិតੰគឺអ្នកប្រាជ្ញលោកសរសើរហ្នឹងសើសិលហ្នឹងណាលំអសិលហ្នឹងមើលអ្នកប្រាជ្ញលោកឃើញសិលហ្នឹងជាគ្រឿងលំអនៃជីវិតជាគ្រឿងប្រដាប់ចិត្តជាអលង្ការរបស់ចិត្តណាដែលចិត្តហ្នឹងទៅជាចិត្តប្រសើរណាឈ្នះសត្រូវគឺកិលេសក្នុងដំណើរឆ្ពោះអមតៈចូលទៅកាន់ព្រះនិព្វានដ៏បរិសុទ្ធបានណាហ្នឹងឯងដោយសិលហ្នឹងឯងហើយដល់បន្ទាត់ទី3សង្ខេក្នុងសង្ឃភាសាតោយសត្ថិណាហ្នឹងឯងតែក្តីជ្រះថ្លានៃបុគ្គលណាមានក្នុងប្រសង្ឃហ្នឹងឯងហ្នឹងទី3ណាដល់ទៅឧជុភូតញ្ចៈទេសនំគឺសម្មាទិដ្ឋិដែលឃើញត្រូវត្រង់ក្នុងបរមត្តសច្ចៈហ្នឹងឯងអរិយសច្ចៈហ្នឹងគឺសម្មាទេសនំដល់ទៅជាសម្មាទិដ្ឋិរបស់ព្រះសោតាបានណារបស់ព្រះអរិយបុគ្គលណាឧជុភូតញ្ចៈទេសនំហ្នឹងឯងជាអ្នកដែលបានឃើញឧជុវាត្រង់ណាហ្នឹងឯងអ្វីត្រង់ត្រឹមត្រូវទៅតាមសេចក្តីពិតហ្នឹងឯងហ្នឹងគឺអង្គ4ហ្នឹងព្រះពុទ្ធអង្គទ្រង់ត្រាស់ហៅថាមិនមែនជាអ្នកក្រីក្រទេក្នុងអរិយវិន័យអតលិតោតេតាំងអាហោហ្នឹងឯងព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងពុទ្ធគ្រប់អង្គហ្នឹងឯងចាព្រះអង្គប្រកាសសម្ដែងតាំងបុគ្គលនោះមិនមែនជាអ្នកក្រីក្រឡើយអមោខំតសជីវិតាំងជីវិតរបស់បុគ្គលនោះមិនជាមោខៈគឺថាមិនតាទេមិនឥតប្រយោជន៍ទេដោយសារតែមានធัว4ហ្នឹងឯងអញ្ចឹងតាស្មាគេថាទី3ហ្នឹងណាសត្ថញ្ចៈសីលញ្ចៈបសាទាំងធម្មទេសនំ4ហ្នឹងណាសទ្ធាសទ្ធាញ្ចៈហ្នឹងណាសទ្ធាហើយនឹងចៈហ្នឹងហើយសីលញ្ចៈណាហើយសិលហើយភាសាទាំងមុនភាសាតោសង្ខេភាសាតោយសត្ថិឥឡូវភាសាទាំងហ្នឹងឯងហើយធម្មទេសនំណាការឃើញធัวឃើញសច្ចៈធัวហ្នឹងណា4ណាអនុយញ្ជេថមេទេវីអ្នកប្រាជ្ញដែលច្បាំងជាមួយនឹងកិលេសដោយបញ្ញាមេទេវីហ្នឹងហ្នឹងឯងសារង្គពុទ្ធានសាសនាហ្នឹងកាលដែលនឹករលឹកឃើញពាក្យទូមានព្រានបដៅរបស់ព្រះបរមសាស្តាសម្មាសម្ពុទ្ធបរមគ្រូនឹករលឹកឃើញហ្នឹងធម្មំសរណង្កឆាមិអីសារង្គហ្នឹងណាយើងសូត្រធម្មំសរណង្កឆាមិហ្នឹងពាក្យទូមានព្រានបដៅរបស់ព្រះអង្គកាលណាបើនឹករលឹកឃើញហើយអនុយញ្ជេថអានឹងសម្រាប់អ្នកប្រាជ្ញត្រូវតែប្រកបជាយាមទៅនៅក្នុងធัว4ហ្នឹងឯងចឹងឲ្យចម្រើនឡើងរហូតដល់ទៅសម្រាប់ជាព្រះអរហន្តដោយសារថាមានធัว4ហ្នឹងដែលជាទីពឹងណាហ្នឹងឯងពុទ្ធំសរណង្កឆាមិធម្មំសរណង្កឆាមិសង្ឃំសរណង្កឆាមិទៅសុទ្ធានិងបញ្ញាហ្នឹងឯងជាពូជនៃការត្រាស់ដឹងសច្ចធัวទៅបានសម្រេចនៅធម្មទេសនាហ្នឹងឯងហើយណាមានសំណួរនេះណាខ្ញុំបាទឈ្មោះឆែសរំនៅភ្នំពេញសាកសួរគ្រូវិញ្ញាណជាបច្ច័យដល់នាមរូបក្នុងបដិច្ចសមុប្បាតណាហើយហេតុអ្វីបានជាលោកយកកម្មវិញ្ញាណជាបច្ច័យដល់ប្រវត្តិកម្មច្ចរូប
កម្មវិញ្ញាណហ្នឹងបានដល់អក្សរចិត្ត12និងលោកយៈកុសលចេតនាណាចេតនាទាំង29ហ្នឹងណាហ្នឹងហើយលោកយៈ17លោកយៈណាកុសលហ្នឹងមហាកុសលចេតនានៅក្នុងមហាកុសល8រូបាវចរៈកុសល5បើចំពោះជាបច្ច័យដល់រូបយើងយកត្រឹមតែរូបាវចរៈទេហ្នឹងហើយអត់យកអរូបទេហ្នឹងហើយប៉ុន្តែចំពោះវិញ្ញាណដែលកម្មវិញ្ញាណហ្នឹងគឺសំដៅយកវិញ្ញាណនៅក្នុងសង្ខារបច្ចយាវិញ្ញាណហ្នឹងហើយសង្ខារបច្ចយាវិញ្ញាណហ្នឹងហើយបានវិញ្ញាណបច្ចយានាមរូបាំងហ្នឹងហើយអញ្ចឹងនៅក្នុងពាក្យថាកម្មវិញ្ញាណដូចជាយថានិមញ្ញរូបញ្ចៈសេសង្ឃឧបរុជតេវិញ្ញាណសៈនិរោធេនៈអេថេតាំងឧបរុជតេតេគេថានាមនឹងរូបមិនមាននៅក្នុងទីណាណាហ្នឹងហើយគេថារលត់អស់មិនមានសេសសល់ក្នុងទីណានាមនឹងរូបនោះរលត់ក្នុងទីនោះព្រោះការរលត់ទៅនៃវិញ្ញាណហ្នឹងគឺកម្មវិញ្ញាណហ្នឹងឯងគឺអភិសង្ខារហ្នឹងឯងគ្រាន់តែយកវិញ្ញាណជាបឋមប្រធានហ្នឹងឯងប៉ុន្តែពាក្យថាកម្មវិញ្ញាណគឺសំដៅយកវិញ្ញាណដែលប្រកបទៅដោយចេតនាជាអភិសង្ខារចេតនាក្នុងវិញ្ញាណតែ29ហ្នឹងទេហ្នឹងគឺកម្មវិញ្ញាណដែលជាអភិសង្ខារហ្នឹងឯងបើចេតនានៅក្នុងវិញ្ញាណគ្រប់ដួងហ្នឹងនៅក្នុងមโนសញ្ចេតនាហាចែកគេថាចេតនាដែលកើតជាមួយនឹងចិត្តគ្រប់ដួងអាហ្នឹងក៏ជាសហជាតិកម្មបច្ច័យទៅហ្នឹងឯងបានត្រឹមតែសហជាតិកម្មបច្ច័យទេក៏ចេតនាដែលកើតមួយចិត្តគ្រប់ដួងហ្នឹងណាហ្នឹងឯងនាំឲ្យមានចិត្តចេតសិកដែលកើតរួមជាមួយហ្នឹងហើយចិត្តណាមានចិត្តតច្ចរូបហ្នឹងឯងអាហ្នឹងសហជាតិកម្មបច្ច័យហ្នឹងចេតនានោះវានាំឲ្យសហជាតិធัวកើតឡើងចិត្តចេតសិកហើយនឹងចិត្តតច្ចរូបហ្នឹងអត់និយាយពីកម្មច្ចរូបទេប៉ុន្តែដល់ទៅចេតនានៅក្នុងចិត្ត29នេះអកុសល12និងលោកយៈកុសល17ហ្នឹងគឺហ្នឹងយើងឈប់និយាយពីសហជាតិកម្មបច្ច័យឯងព្រោះអានឹងចេតនាក្នុងចិត្តគ្រប់ដួងណាប៉ុន្តែក្នុងទីនេះគឺនិយាយអំពីនានខនិកកម្មបច្ច័យហ្នឹងហើយគឺអាចឲ្យមានវិបាកកើតឡើងក្នុងខណៈផ្សេងអំពីចេតនានឹងរួមដោយកម្មមច្ចរូបហ្នឹងហើយនឹងនៅក្នុងការដែលយើងសិក្សាអំពីបច្ច័យនឹងអញ្ចឹងទៅយើងថាចេញកន្លែងណាមកគឺថាយើងមើលទៅតាមបច្ច័យហ្នឹងហ្នឹងហើយកម្មវិញ្ញាណជាមួយគ្នានឹងអកុសលចិត្ត12និងលោកយៈកុសលហ្នឹងបើថាវានៅក្នុងមហាកុសល8រូបាវចរៈកុសល5តែ13ណា13ហើយនឹងអក្សរ12វា25ហ្នឹងហើយអាហ្នឹងគឺនាំឲ្យមានកម្មមច្ចរូបហ្នឹងតាំងពីបដិសន្ធិកាលទៅក្នុងវណ្ណៈបដិសន្ធិហ្នឹងក៏មានកម្មមច្ចរូបកើតពីចេតនាកម្មហ្នឹងក្នុងកាមភពក្នុងរូបភពរូបព្រំរូបហ្នឹងជាកាមាវចរៈឯណាប៉ុន្តែអាស្រ័យចេតនាកម្មដែលជារូបាវចរៈហ្នឹងឯងចេតនាជារូបាវចរៈក្នុងឈានណាតែឲ្យកើតរូបជាកាមាវចរៈណារូបទាំងអស់នៅក្នុងកាមាវចរាធម្មីហ្នឹងហើយហ្នឹងគឺពាក្យថាកម្មវិញ្ញាណហ្នឹងបានន័យថាវិញ្ញាណដែលប្រកបជាមួយនឹងអភិសង្ខារហ្នឹងហើយត្រូវរលត់ដោយសោតាបត្តមៈសកតិគិមៈអនាគិមៈអរហត្តមៈណាវិញ្ញាណសៈនិរោធេនៈហ្នឹងហើយហ្នឹងនាមរូបដែលរលត់ណាហ្នឹងហើយមិនមានសេសសល់ក្នុងព្រះនិព្វានហ្នឹងព្រោះការរលត់នៃអភិសង្ខារវិញ្ញាណវាអត់មាន
cái lấy sự vật đã ở miền cam mà vật đã giống vì ba hay năng cam mà chỉ rụp nó có ót cào là nó ban vì nhiên là sát nì rốt thêm nè nó ngày đòi ca rồi luật tới nấy vì nhiên nó cứ phí sang kha rồi vì nhiên là ngày chẳng làm sao vì nhiên để chỉ cầm mà vì nhiên nó về từ vì nhiên để không là phi sang kha chỉ nẹt khạc này cả cầm mà phải chạy phần tới bờ chấm pua để tha chết từ na không vì nhiên cướp đuông từ ngõ nó chia sẻ hạ triệt ta cầm mà phải chạy là ngày chết từ na chia cầm mà phải chạy ao thì chết từ na nông của so không gặp chia ra chết cướp đuông là ngày cứ chia bạch chạy chơi từ nào nó hết chia cầm mà bạch chạy thì trong cầm mà bạch chỉ giao nó cầm mà bạch chỉ giao nó chạy chia thông pi tới đòi trả chia tạ cầm mà bạch chạy chơi từ nào nó chặt trục đuông hay năng niên nẹt khăn cả cầm mà bạch chạy vậy niên nẹt khăn cả cầm mà bạch chạy nó niên anh năn tạ cầm mà bạch chạy không nâng phong bàn đây tha cầm nông cả nạp xế pho nông cả nạp xế và trả chia tạ cầm mà bạch chạy vậy nó trả chia là ngày cao smile kia chơi từ ná nó chơi phải cháy đờ chặt chơi từ sắc để cao smile kia hay là chặt ta chơi ru là ngày mình hay là cam mà chơi ru về cái ru cao miếng bị chặt chơi sẽ một tháng là ngày đào từ niên nét khả cả cam mà phải cháy cứ nằm ở miền vì ba nắng cam mà chơi ru cao nông khả nạp xên nè là xê nhá cầm xê phò vì bạn nó xê mà nền nè khả này cả cầm mà phải chạy đó nền nè khả này cả cầm mà phải chạy nên ngày nâng đời dân vua làm pi bình nhiên đại chia phải chạy nâng tới đời cầm mà bình nhiên cái đấy bình nhiên chia phải chạy nên nêm mà rút đòi phải chạy ấy là ngày tập xa từ tiết chẳng tề bình nhiên chia phải chạy nên nêm mà rút á là ngày đòi hạ triệt là phải cháy có niềm nó miền tại về tình nghĩa sanh nhá ngày sang kha tê đòi hạ triệt té nơi nông mà ha đi tiền là sốt rằng phải đây chạ smoke pat để thua nó cứ về nhiên nó miền về nhiên chỉ phải cháy này niềm mà rúp á niềm nó miền về nhiên phòng về tình nghĩa nhá sang kha về nhiên nó có dân công ngao thà về nhiên chỉ phải cháy này về nhiên và mấy thằng nó đói ăn non ra cam mà phải cháy đòi ảnh non tara phải chayឬក៏អានន្តរោបនិស្សយបច្ច័យអីទៅបានទាំងអស់វាមិនមែនជាសហជាតិបច្ច័យទេហ្នឹងហើយសហជាតិគឺវិញ្ញាណជាបច្ច័យនៃវេទនាសញ្ញាសង្ខារតែប៉ុណ្្នឹងឯចេតសិកចិត្តជាបច្ច័យនៃចេតសិកចេតសិកចែកជាខណ្ឌ3វេទនាសញ្ញាសង្ខារនឹងដោយសហជាតិបច្ច័យកើតជាមួយគ្នាแต่ดาววิญญาณเจ็บไปใจในวิญญาณมันดาวสหเชียบเต้ปรูแบบได้เมียนวิญญาณปีดวงการจะมวยขึ้นเต้ยังแบบดาวไปใจไอ้วิญญาณเจ็บไปใจในวิญญาณมาดาวอันนั้นรับไปใจบ้านอุปนิสัยไปใจไอ้แต่ตามแต่ยังศักษาแต่เตี้ยเต้วิญญาณเจ็บไปใจในวิญญาณนั้นมันใจคว้าไปใจเต้ยังไงชรานะยังศักษาเมื่อเต้ก็ยังก็สบายตามแต่ยังยัวแล้วก็ไว้ใส่ไปใจเกิดแล้วอัดเมนยังเนี่ยสางอะไรอย่างยังศักษาจะมวยสติปัฏฐานแล้วยังอัดประกันตัวปัจจัยถ่ายเยิงนะโดยเฉพาะยังสบายตรงไหนท่าเยิงมันเมนจีเนี่ยสร้างโลกนี้เยิงเตยแต่รวยขลุ่นเยิงมันเมนเนี่ยสร้างยังเตยต่อว่าดอตีมพอดเยิงมันเมนเนี่ยสร้างก็เยิงมันเมนเนี่ยตัวนั่นไงจังมันเมนจีเนี่ยโตอันนั้นไอ้บ้านจีเมียนการุยปีวัดดะนั่นนะเมียนนะนั่นไงเมียนแต่ตามการได้บ้านดังท่าเว้นเมนเยิงเนี่ยสร้างโลกนี้ใช่กรุบอ่องกรุบขณีนั่นนะแล้วก็เราไปในขนมสิ่งใดประกันเนี่ยเป็นนั่งเตะดอลเตะบานดันปัจจัยนั่งพอเราบอกปัจจัยเต๋อเรื่องชีวิตนั่งกรุบสเปียเวะต่างอ้อกรุบบอระมัดต่างอ้อแต่งอัตติตะกันลองให้ต่างปัจจุบันนั่งอนาคตแต่ดอลนาเตียนก็ได้อาจมีอัตตาสัตว์บุคคลเยิงเกนาเนี่ยสร้างเอาคลุนไอหรือนาสร้างเอาเยิงหรือเยิงสร้างเอาเนี่ยเตะอาจมีแต่ปัจจัยนั่งพอเราบอกปัจจัยจะเป็นยังไงไอ้เมื่อการนาไปยังดังท่าเมนยังเนี่ยเถอยังเตยรุยขลุ่นนั่งนะยังเมียนตีปึงปันนาได้ยังvề mìnhเมนจีเนี่ยโตพอยังเมนเนี่ยสร้างนั่งไงยังเตยแต่บานแต่ตัวโจกเจยังต่อว่าจะมวยนั่งอวิชีขลุ่นยังนั่งนะโดยวิปัสสนานั่งไงนั่งไงให้มวยติด
bà sọ chai sờ rồng nắng cả xu nơi trong entry mà phải pi bản nhân tri muối anh nhà tanya nhà sa mây tân tri muối anh nhân tri muối anh nhà ta bên tri muối ta dân ai rập bản nhân tri châu trong mẹ cái chất ở bát buôn ban đại rì tê bản nhà năng ảnh năng ảnh bản nhân tri nó cứ chỉ lô cái gì có miếng lô cọt rạ có miếng đòi thời chỉ lô cọt rạ cứ bản nhân tri năng ảnh mình bản nhà mau pina mà tiết thế đại chỉ anh nhà tanya nhà sa mây tân tri nó tri để bàn đăng được prenipian đây mình thua bàn đăng đó nó là ngày cứ nông sao ta bắt tập mẹ là ngày hay anh nhân tri nó chạp đi sao ta bắt tập phò rồi hốt đào tới arahat tập mẹ hay anh nhà ta vân tri nó cứ bản nhà không arahat tập phò mình mới bản nhà lô cọt rạ nó mau pina thế cứ bản nhân tri nó ngay năng ngàn chỉ lô cọt rạ tới bàn tay mình chỉ lô cọt rạ thế nơi trong lô cái gì nó cứ bản nhân tri nó trong sự thân tri giang vì dân tri giang sự tân tri giang sự ma thân tri giang bản nhân tri giang nó bản nhà nó lô cái gì có miếng lô cọt rạ có miếng chẳng đó nó năng ngàn bàn tay đào lô cọt rạ và ông sầm tay ao mua lô cọt rạ nâng từ tam lệ cần nạ và phếtในปัญญาได้chỉ lô cọt rạในขนมแม่บุญพอบุญนั่งแต่เตียเตยปัญไตคือปัญญตรีนั่งไอ้องทั่วคือปัญญาเจตสักนั่งอัดเมียนปัญญาโลกตระมาปีนาเตียเตนั่งไงนั่งให้นี่ยมบาทบาสะวันสะพอนกันnhà thì cứ tạm tạ số tạm ca sắc xá nâng an thì phứ châm nuôi sẽ tệ hệ mùi bỏ lục rù nâng máu nông chất như mùi này muối tay miền chê được sắc ca ruộng chỉ mùi ấy hai đôi mình ban chia chê được sắc chẳng hà sợ pi nắng miền tại việt nam chê được sắc muối sẽ nhà chê được sắc muối miền mua tha chỉ khăn ấy chê được sắc đây là sao hà sợ tiết trong cua chốt nông sáng tha là khăn rồi cô chơi vẫn chưa là nắng đi say hết rồi nông ắt xa là ní lúc trap á nâng ngày cái màu pi ca tre o không vặt đạ nâng á sạt tệ nâng cứ về tận này công từ miền về tận này và miền vặt đạ thế nâng ngày cô về tận này ba chỉ giá tầm là hà về tận này về miền tua tầm là hà mến bàn tay bờ ọt về tận này có ọt miền tầm là hà để sạt lốp để tre o không vặt đạ nâng đòi tầm là hà nó màu pi vì miền ca sao giả ròm nâng ngày ấy sạt lốp nâng vì miền ạ vị chi để chỉ rư cua này tầm là hà nâng á việc chăn ca bao bình chao rồi này về tận này để luôn ai sao giả rom nâng chăn ca bao pra này ca sao giả rom luôn ai vậy chăng ạ nâng ngày đây sao tha tua về tận này rồi sập bay đi chỉ môi nâng rom không lột nè thấy có sầm qua thả lột nâng là o lột nâng cua chăn ruột nơi chăng thế chẳng ban thì pasana tới cùng nọt tới khơi thay chỉ rô á ai dân miền đại sờ lạnh rô vậy nó chọn ở nơi chư mà đi hàn bàn slap ấy nó chọn cái chi nè rô o đi ram đây rô chư cái pe po viên rô cái đại luôn rô về rô ấy chọn á dân chuyên chọn cái chi ấy thằng o hôm nay lệp nam rô kru mơ về mình chi ấy chọn tay nên ngày nhỏ nó cái chọn lợt về riêng người ta ca để dân nơi nay dân thôn về môi nâng râu nó dạng nát vì pasana cầm nọt đăng pan về khăn chỉ râu cái này cầm nọt râu mũi các bạn này nơi cái nóng sai sệt nâng á anh ấy chỉ tao tôi cả tao râu cả tao cân là tao sao là tao ấy na mũi các bạn này ao chỉ khơi cho bà tới cứ tha ban nơi bà đệ bà tia bị sọt thị và bà tơi ấy bà đệ bà tia bị sọt thị nó cứ tha ca khơi thay chỉ râu nó sầm ma tia sờ năng á rồi tới bên nằm ở miền đất bị tia nơi này ấy ban vì rìa kẹt vì một đại này bền ní hai tháp bà đệ bà tia vi sọt thịt bò thì sọt nông đầm na phơi từ can pre này bền đó là nghe chẳng khơi ta chỉ râu tầm bọc này râu con cha mơ tới khơi nó ngày nè na ấy đó chỉ ti sờ lạnh bên chật rồi chia sờ tray ấy rụp so là o riêng cua sờ lạnh ấy chẳng đó bên đó bị cha na ta chia sầm bọc này râu vì mình men ta râu chủng ngư anh đang tê chỉ riêng chia thị mồ nạ tiệt hay chỉ ti lệ cho này ạ của xoa vị ba
សម្រាប់អ្នកនឹងទៀតជំពាក់វគ្គវិនទៅរវល់បណ្ណាទៅហើយមែនទែនគឺកិលេសណារឿងបន្ទុះសរាយគ្នាណានៃសំបីតែភរិយាស្វាមីហ្នឹងដោយសារអីដោយសារវាជាសម្បុកនៃរោគគឺកិលេសហ្នឹងឯងធ្ងន់មែនទែនទៅតែហ្មងហ្នឹងហើយដល់អញ្ចឹងទៅគឺនឿយណាយហ្នឹងវាគ្របសង្កត់នៅឆន្ទរាគៈនឹងបានតើអប់រំដោយសេចក្តីអត់ធន់ហ្នឹងជាកម្លាំងរបស់សិលសមាធិបញ្ញាហ្នឹងឯងចាំបាច់ត្រូវតែអប់រំហ្នឹងហើយគឺយើងអាចវឹកហាត់បានអប់រំបានទៅសបាយប្រទេសសបាយចិត្តថាយើងអាចវឹកហាត់បាននិយាយពីកម្លាំងដូចលើកពីខាងដើមមកហ្នឹងហ្នឹងហើយហ្នឹងហើយណែបាសកជនជីវ័ននៅពីបុរាណគេបូជាទេវតាពិសេសស្ដេចទេវតាជាដើមហើយមានពុទ្ធអង្គត្រាស់ដឹងហើយខ្លាចអស់យោទៅមេរាធិរាជមកហាមឃាត់ព្រះបរមពុរិស័ទកុំឲ្យចេញបួសបើនៅគ្រប់គ្រងផ្ទះនឹងបានជាស្ដេចចក្រមេរាធិរាជមកឆាឆៅបរិហាសមាធិកុំឲ្យព្រះបរមពុរិស័ទត្រាស់ដឹងសច្ចធម៌តែរាល់យុទ្ធសិលរបស់មេរាធិរាជនិងកងទ័ពខ្លួនសុទ្ធតែបរាជ័យនៅមិនសុទ្ធចិត្តមេក៏តាមបបព្រះអង្គឲ្យឆាប់ចូលបរិនិព្វានឬក៏មកឆៅភិក្ខុភិក្ខុនីថាអាចារ្យរបស់អ្នកជាបុគ្គលពេលល្ងងខ្លៅអីចឹងហេតុអីក៏មាននៅតែធ្វើដូច្នេះតើដោយអំណាចនៃមាននេះគ្រប់សង្កត់ដូចជាព្រាហ្មណ៍ដែលដឹងថាខ្លួននឹងតកើតជាស្វាដឹងថាពុទ្ធិកាមិនបែកជាពីរប៉ុន្តែមាននេះណាមែនទេលោកគ្រូហ្នឹងហើយហើយតើមានគម្ពីរណាដែលអាចយកជាការបានថាមេរាធិរាជមានឧបនិស្ស័យជាព្រះរិយបុគ្គលទៅអនាគតជាទៅជាពុទ្ធប៉ុន្តែហ្នឹងនៅក្នុងអនាគតទស្សវង្សហ្នឹងហើយមិនយកជាផ្លូវការអីកើតទេហ្នឹងឯងអត់មានក្នុងអត្ថកថាអីចឹងទៅទេហ្នឹងឯងហ្នឹងគឺមាននេះដូចថាលោកមើលក្នុងបៃដកអត្ថកថាអីចឹងទៅលោកក៏កំែប្រមូលយកមកជាគំនិតរបស់លោកអ្នកតែងឡើងហ្នឹងឯងចឹងទៅសំណំអីចាប់ដាក់មកចឹងទៅតែដូចថាព្រះអង្គសម្ដែងចំពោះព្រះសិរីបុត្រអីវាអត់ឃើញមាននៅក្នុងបៃដកអត្ថកថាណាហ្នឹងឯងហ្នឹងគឺប៉ុណ្ណឹងទេហើយចំណែករឿងទិដ្ឋិមាននេះរបស់មេហ្នឹងចឹងឯងតែរឹករុះក្រៃលែងទៅសំបីតែទៅកើតជាទេវបុត្រដល់ទៅបរនិមិត្តវសវតីប៉ុន្តែថាមានពូទេវបុត្រមេអីហ្នឹងជាបរិវារអីចឹងទៅវាមានទិដ្ឋិមាននេះហ្នឹងព្រះមហាមោគលានក៏ធ្លាប់ជាទូសីមេណាហ្នឹងហើយប៉ុន្តែពុទ្ធបរិស័ទយើងយកជាសំខាន់គឺកិលេសមេដែលរារាំងផ្លូវនៃកុសលធម៌របស់យើងហ្នឹងហើយយើងត្រូវអាស្រ័យកម្លាំងរបស់សិលសមាធិបញ្ញានឹងឯងដោយកម្លាំងខន្តីកម្លាំងវិរិយៈណាហ្នឹងហើយក្នុងសង្វរៈ5ហ្នឹងណាព្រះអង្គសម្ដែងក្នុងសព្វាសវៈសង្វរៈសូត្រដោយអាស្រ័យសង្វរៈ5ហ្នឹងឯងដែលនាំឲ្យមានសម្រាប់សោតាបត្តមៈហើយនឹងមគ្គ3ខាងលើតទៅទៀតហ្នឹងដោយសង្វរៈដែលជាលោកយៈហ្នឹងដែលនាំឲ្យសម្រេចដល់លោកតរៈទៅឈ្នះនៅកិលេសមេហ្នឹងបានជោគជ័យមិនវិលត្រឡប់មករកសេចក្តីទុក្ខវិញហ្នឹងឯងអញ្ចឹងគឺហើយរឿងតល់ខ្លួនអីយ៉ាងម៉េចខ្លះក៏គិតគូរតាមធัวហ្នឹងទៅណាបាទសកជនជីវ័នហ្នឹងឯងហើយនេះបាសិកានារីរតហ្នឹងក៏ចឹងដែររឿងតល់ខ្លួនអីកើតរោគអីវះកាត់អីក៏តាមហ្នឹងទៅហ្នឹងឯងបងឧស្សាហ៍ជួយនុកម្រងក្នុងលោកហ្នឹងហើយចាកលោកហ្នឹងទៅវាសិតតែ
ជាធម្មតាមានរូបមានរោគមានជំងឺហើយយើងបានរស់មួយថ្ងៃឃើញតម្លៃនៃជីវិតក៏ពុទ្ធានុសតិធម្មានុសតិសង្ឃានុសតិអញ្ចឹងទៅហើយនឹងបានបុណ្យកុសលជាឧបការៈបានដល់លោកកតរៈធัวកុំកបីឃ្លៀងឃ្លាតខ្លាយជាបការៈដល់ទេឡើយគណៈទាំងលើកទី92ក្នុងឆ្នាំសិក្សាទី36នៃវត្តសពៅមាសនេះតែញាតិញោមខ្លះក៏សិក្សាបាន36ឆ្នាំហើយដូចមិនអ្នក36សឹងទៅអស់ហើយតាមដូចមាននេះសូមអនុមោទនាគ្រូជាម្ចាស់ចងក្រងដាមាហូមមកនឹកឃើញមួយកំពុងចាំសប៉ាផងណាការនៅម្នាក់ឯងល្អមិនតាក់ទាញមិនបាច់ព្យាយាមតម្រូវចិត្តគេមិនបាច់ខ្វល់ទេអ្នកណាធ្វើអ្វីមិនហួងហែងស្អីឲ្យខូចសុខភាពមិនតូចចិត្តទៀតថាគេមិនយល់មិនបាច់អំពុលខ្វល់គិតគេច្រើនសប្បាយកើតមានឥស្សរភាពបានយល់ជ្រួលជ្រាបអត្តទីបាធ្វើអ្វីទៅណាអាត្មាឯករាជ្យណាហើយធ្វើអ្វីទៅណាអាត្មាឯករាជ្យឱកាសចិត្តអាចស្ងប់និវរណៈមើលលោកសច្ចៈក្រេបរស់វិវេកសូមអនុមោទនាសូមឲ្យមេលាចាំដែរទៅណាចាំមកដែរកុំឲ្យមើលសភៅណានឹងគឺក្នុងន័យថាជីវិតដែលនៅម្នាក់ឯងគឺមិន5មិនហ្នឹងមិន5មិនហ្នឹងក៏ល្មមគ្រប់គ្រាន់ហើយលោកគ្រូជាម្ចាស់ដាក់មកហ្នឹងក៏ល្មមហើយមិនបាច់ទៅព្យាយាមតម្រូវចិត្តគេទេតម្រូវតែខ្លួនឯងទៅណាសិលសមាធិទៅបញ្ញាអញ្ចឹងទៅហើយក៏មកចៅកំពុងបន្ទិញតាន់ចាំមកគេថាមិញ5គេថាថេរាបទានថេរីធិរិយាបទានហ្នឹងទៅបន្ទិញយក5គេថាហ្នឹងពីរោះក្នុងន័យនឹងទៅណាអញ្ចឹងគឺក្នុងដំណើរហ្នឹងបាច់តម្រូវចិត្តអ្នកណាបាច់ខ្វល់ខ្វាយរឿងអីណាថាមិនថាទៅណាធ្វើទៅរឿងគេទេរឿងយើងតែមគ្គផលបានហើយនៅនេះពនាងប្រកាសមកគឺទ្វេកោតដេនរៈអីទេមិនណាមើលទៅណាគឺនារីរតហ្នឹងគឺថាបានសម្រេចធម្មាភិសម័យ2កោតហ្នឹងមកវា2កោតមក1កោត10លាន20លានទេ20លានអ្នកសម្រេច20លានអ្នកពនាងបានប្រកាសណាក្នុងដំណើរហ្នឹងពនាងសង្កេលមេដាហ្នឹងគឺមានស្វាមីហើយស្វាមីក៏អស់ជីវិតទៅបដៅកូននេះឲ្យថ្វាយបង្គំទឹះទៅនៅពេលដែលកូននឹងថែរក្សាកូនហ្នឹងមិនតាន់ទៅណាទេណាមើលកូនហ្នឹងសិនដល់កូននឹងមានសមាធិទៅបាននាងទៅបួសអាហ្នឹងនឹងត្រូវខុសមកស្លាប់ស្ដាប់មកអញ្ចឹងនាងសមាធិអីក៏ទៅបួសទៅបានសម្រេចជាព្រះរហន្តខៃណាស្របនឹងហើយកូនក៏សមាធិទៅសង្កេលកៈមាននុបណានៅក្នុងបេដកលេខ19ហ្នឹងផុសផលញាតិញោមឲ្យមហាកិច្ចគ្រប់គ្នាភារកិច្ចមេដាភារកិច្ចបេដាភារកិច្ចកូនភារកិច្ចស្វាមីភារកិច្ចភរិយានៅក្នុងសង្កេលកៈសូត្រទាំងអស់បេដកលេខ19ហ្នឹងមើលទៅមិនខ្វះឡើង30តពោជាងហើយកម្មស្អីហ្នឹងគឺថាលើកមកសន្ទនាគ្នាយើងមើលទៅកុំឲ្យខានបេដក19ណាមើលជាប់ទៅតែណានៅក្នុងដំណើរហ្នឹងគឺសង្កេលកៈសូត្រនឹងឯងដែលព្រះអង្គប្រកាសសម្ដែងហើយអញ្ចឹងគឺខ្ញុំក៏នឹកឃើញពនាងបានពោលនឹកឃើញគាថាដំបងពីរោះទេណាគឺពីរោះអីភ្លេចបាត់ហើយណាអគៀងសទ្ធេធិមុតតាណੰអសោសੰភិក្ខុណੰតតិម៉ាំងថាតាំងថាណੰណាតាំងថាណੰបដ្ឋយិតវានៈសិកតែសោសិក្ខាអបោរយិនបានជានឹកឃើញទិញមកខំប្រឹងមើលពីរោះកន្លែងថាព្រះនាងនឹងបានស្ដាប់ធម៌ដែលព្រះដ៏មានព្រះភិក្ខបតមុត្តរៈដែលព្រះអង្គទ្រង់ព្យាករភិក្ខុនៃមួយអង្គ
ជាសទ្ធាធិមុតតានាំងជាទាំងភិក្ខុណីហ្នឹងណាហើយនាងក្រោយមកក៏បានជាអេតតកិដែរសទ្ធាធិមុតតានាំងជាទាំងសេកេលមេតាតិនៅចុងក្រោយបងអស់ទៀតណាគឺកំពូលខាងសទ្ធាតថាកតពោធិសទ្ធាទៅហើយព្រះនាងនឹងបានប្រកាសថាខ្ញុំព្រះអង្គនឹងបានស្ដាប់ពីព្រះដ៏មានពភៈត្រង់ព្យាករព្រះនាងភិក្ខុណីជាអេតតកិកំពូលខាងអគាំងហ្នឹងអគាំងសទ្ធាធិមុតតានាំងហ្នឹងហើយខ្លួនព្រះនាងក៏ប្រាថ្នាបដ្ឋយិត្វានៈប្រាថ្នានៅតំណែងហ្នឹងតាំងថាហ្នឹងប្រាថ្នានៅតំណែងហ្នឹងដល់ប្រាថ្នាតំណែងហ្នឹងហើយប្រកាសនេះបាទចុងក្រោយ8ម៉ាត់នេះពីរោះថាខ្ញុំតាពីរោះញាតិញោមមានពីរោះមិនដឹងទេណាពីរោះដល់តេសោសិក្ខាអពរយិងខ្ញុំនាងម្ចាស់ខ្ញុំនឹងបានសិក្សានៅសិក្ខា3នេះសីលសិក្ខាចិត្តសមាធិសិក្ខាសិលសមាធិបញ្ញាហ្នឹងឯងមិនប្រាថ្នាហើយខ្ញុំប្រាថ្នាបានចេះចាំឲ្យដោយលោកគ្រូជាម្ចាស់ណាម៉ែលាប្រាថ្នាអញ្ចឹងទៅថ្នាក់ឲ្យចេះចាំ1ម៉ោងមួយថ្ងៃ24ម៉ោងដែរមើល3ដកម្ដងផងណាមើលទៅវាតែនិយាយលេងទៅមកជួបជុំគ្នាក៏មិនធ្វើអីហើយនឹងស្អែកចាំណាប្រាថ្នាហើយនឹងត្រូវប្រឹងប្រែងត្រូវព្យាយាមនេះពនាងមើលប្រាថ្នានេះស្រាប់សិក្សានៅសិក្ខា3ហ្នឹងមើលយើងមើលក្នុងតពោហ្នឹងមិនតពោពី168ណាមើលលើនឹងតិចលើសទ្ធាចក្រនឹងតិចយសសទ្ធាតថាកតេនឹងតិចទៅណាពនាងបានពោលសិក្សានៅសិក្ខា3នោះឲ្យពេញបរិបូរទៀតបានព្រះអង្គទ្រង់ព្យាករឯណាតតោមੰសុកតោអហៈហ្នឹងណាករណានុកតាសយោយសសទ្ធាតថាកតេអចលាសុបតតិតាណានឹងមើលតាមធេរយាបទានហ្នឹងទៅបន្ទាប់មកព្រះដ៏មានពភៈក៏ព្រះអង្គទ្រង់ដែលមានករណាអធ្យាស្រ័យករណាដល់សពសត្វហ្នឹងគឺព្រះអង្គទ្រង់អនុគ្រោះព្រះអង្គទ្រង់សម្ដែងនេះយសសទ្ធាតថាកតេបកុលណាដែលមានសទ្ធាក្នុងតថាគតតថាកតពោធិសទ្ធាហើយមិនកម្រើកញាប់ញោអចលាសុបតតិតាតម្កល់មមហើយយសៈសីលាញ់ចៈណាសុំទោសសត្វសីលាញ់ចៈអញ្ចឹងសីលាញ់ចៈយសៈកល្យាណังអរិយកន្តាំងបសង្សិតាណាគឺថាមានសិលជាស្អាតបរិសុទ្ធដែលព្រះអរិយបុគ្គលទាំងឡាយលោកសរសើរលោកពេញចិត្តនឹងសិលហ្នឹងសិលរបស់ព្រះអរិយបុគ្គលណាហើយបានចុងក្រោយមកណាសង្ឃេណាបសាតោសង្ឃេបសាតោអញ្ចឹងសង្ឃេបសាតោយសដ្ឋិណាហើយមានសេចក្តីជ្រះថ្លាក្នុងសង្ឃណាមានអដ្ឋិនោះមានយសៈអដ្ឋិណាបុគ្គលណាមានសេចក្តីជ្រះថ្លានៅក្នុងសង្ឃហើយគឺថាភូតញ្ចៈណាទេសនាងមានទិដ្ឋិគឺត្រង់ដោយសមាធិហើយបានមតពោក្រោយមកពីគាថាហ្នឹងគឺអតិលិតតោតេតាំងអហុអមោខាំងតស្សជីវិតាំងតស្មាសធញ្ចៈសីលាញ់ចៈណាគឺភាសាទាំងណាធម្មទេសនាងអនិយញ្ចេធមេធាវិសរាំងពុទ្ធានសាសនាងហើយម៉ាំងណាតាំងអីណាតាំងណាតាំងសត្វាហੰតាំងសត្វាហੰណាគឺខ្ញុំនឹងបានស្ដាប់ហើយពេញចិត្តបមុខនេះបមុតិតានោះមានការរីករាយហើយក៏អបឆឹងណាអបឆឹងបនិធឹងណាគឺថាបនិធឹងនឹងគឺថាបានទូសួរព្រះរាមាភិសូមព្រះអង្គទ្រង់ព្យាករថាតើខ្ញុំព្រះអង្គនឹងប្រាថ្នានៅតំណែងនឹងបានសម្រេចព្រះអង្គព្យាករថានាងនឹងបានសម្រេចជាអេតតកិនៅក្នុងសម័យព្រះរាមាភិបរមគ្រូនៃយើងជាកំពូលខាងសទ្ធាសូមអនុមោទនា